សាច់រឿងទី1នេះត្រូវបានកើតឡើងនៅពេលដែលគាត់ចុះកម្មសិក្សាសំរងអាគារបុរាណព្រោះរឿងហេតុទី1នេះត្រូវបានកើតឡើងនៅពេលដែលគាត់ស្ថិតនៅក្នុងវ័យជានិស្សិតស្ថាបត្យកម្មកាលនោះគាត់រៀននៅឆ្នាំទី4ហើយគាត់មានសមាជិក4នាក់ដោយសារតែគ្រូគាត់ចាប់ផ្ដើមចាប់ក្រុមហើយបំបីជាក្រុមដើម្បីចុះកម្មសិក្សាដើម្បីចុះសវេនៅទីតាំងមើលទៅលើទម្រង់អាគារបុរាណទាំងឡាយតើຂະຫນາດរបៀបម៉េចតើមានកពូលប៉ុន្មានតសគេប្រើរបៀបម៉េចលក្ខណៈដើម្បីជាមូលដ្ឋានគ្រឹះដល់សិស្សនិស្សិតទាំងឡាយក្នុងការអភិវឌ្ឍឬក៏ក្នុងការបង្កើតគូប្លង់ឬក៏បង្កើតជាផលិតផលសម្រាប់ជាអាគារដែលក្នុងគោលដៅនេះមិនឲ្យប្រឆាចបានន័យថាវប្បធម៌ក៏រក្សាប៉ុន្តែការបំបែកឬក៏ការបង្កើតនៅទម្រង់ថ្មីទៅតាមរបបពិភពលោកក៏ត្រូវតែមានអញ្ចឹងហើយនៅពេលនោះគាត់ស្ថិតនៅក្នុងខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលសម្បូរទៅដោយសំណង់អាគារបុរាណខ្លាំងមែនទែនពេលនោះគឺគាត់ជិះស្វែងរកកន្លែងផ្ទះសំណង់បុរាណហ្នឹងគឺច្រើនមែនទែនប៉ុន្តែអត់ទាន់រកបានទេអញ្ចឹងបងប្អូនឆ្ងល់ថាគ្រាន់ខេត្តហ្នឹងសម្បូរសំណង់បុរាណណាមិនក៏ពិបាករកមកម៉េះពិតជាពិបាករកព្រោះដោយសារតែនិស្សិតមានច្រើនក្រុមមែនទែនហើយនៅពេលដែលគាត់ទៅរកហាក់ដូចជាគាត់ទៅរកក្រោយគេអញ្ចឹងហើយទៅបានគាត់ប៉ះទៅប្លង់មួយណាក៏ជន់គ្នាដែរពួកគាត់នាំគ្នាជិះចុះជិះឡើងស្វែងរកធ្វើម៉េចកុំឲ្យជន់គេតើទៅទិសដៅណាព្យាយាមគិតថាអូតើអ្នកផ្សេងអាចទៅទិសដៅណាអញ្ចឹងយើងគួរតែទៅទីកន្លែងណាដែលកុំឲ្យជន់គេដោយសារតែពិបាករកខ្លាំងពេកហើយរត់នៅតែអត់បានគាត់ក៏ដាច់ចិត្តពឹងទៅសិស្សច្បងថាសិស្សច្បងណាមើលជួយប្រាប់ខ្ញុំតិចមើលខ្ញុំដូចជន់គេគ្រប់កន្លែងខ្ញុំមានផ្ទះណាដែលល្អគួរអត់តើមានផ្ទះណាដែលគួរតែសម្រង់ហើយអត់ទាន់មានគេពិនិត្យមើលអត់មានផ្លូវណាដែលបងស្គាល់សម្បូរនៅផ្ទះអត់សិស្សច្បងរបស់គាត់បានណែនាំថាអូនៅលើផ្លូវនេះដូចជាមានផ្ទះ1 2 3 4 5អីចឹងទៅដែលពួកគាត់មិនទាន់ឃើញមានអ្នកណាទៅសិក្សាឬក៏មានអ្នកណាទៅមើលនៅឡើយទេអញ្ចឹងសិស្សប្អូនឯងហ្នឹងអាចទៅពិនិត្យមើលបានទាំងអស់គ្នានៅពេលដែលគាត់ទទួលបានដំណឹងពីសិស្សច្បងរបស់គាត់ថ្ងៃស្អែកឡើងពួកគាត់ក៏ណាត់គ្នាដើម្បីចេញពីផ្ទះហ្នឹងឲ្យលឿនជាងធម្មតាឲ្យមុនម៉ោងសិក្សាដើម្បីឆ្លៀតចូលទៅមើលសំណង់ស្ថាបត្យកម្មមួយហ្នឹងជាងមានអ្នកណាប៉ែតតីមុនគាត់ទៅចូលមុនគាត់ទៀតអញ្ចឹងគាត់បានធ្វើដំណើរជាក្រុមគ្នា4នាក់បានជិះនៅលើផ្លូវដែលសិស្សច្បងរបស់គាត់បានចង្អុលបង្ហាញនៅពេលដែលគាត់បានជិះនៅលើផ្លូវហ្នឹងគាត់ពិតជាបានឃើញផ្ទះបុរាណមួយកន្លែងពិតប្រាកដមែនគាត់ឃើញបែបហ្នឹងគាត់បានចតម៉ូតូឈរនៅមុខហ្នឹងរេរព្យាយាមចង់ដឹងថាតើមានសមាជិកនៅក្នុងផ្ទះនៅអត់តើមានអ្នកណានៅយាមអត់គាត់សម្លឹងមើលចុះសម្លឹងមើលឡើងគាត់ក៏ឃើញបងសន្តិសុខនៅខាងមុខហ្នឹងពិតជាមានមនុស្សនៅយាមនៅផ្ទះហ្នឹងមែនគាត់ឃើញអញ្ចឹងពួកគាត់អរខ្លាំងមែនទែនគាត់គិតថាទីបំផុតយើងស្វែងរកឃើញហើយទីតាំងគោលដៅដែលពួកយើងទាំងអស់គ្នាអាចយកមកធ្វើជាការងាររបស់ពួកយើងបានគាត់បានឈៀងចូលគាត់បានសុំការអនុញ្ញាតពីអ្នកមើលថែរក្សានៅទីកន្លែងហ្នឹងហើយអ្នកមើលថែរក្សាកន្លែងហ្នឹងដឹងថាគាត់ជានិស្សិតហើយចង់សិក្សាបែបនេះមិនមានភាពស្ទាក់ស្ទើរក៏មិនបានទៅសុំម្ចាស់ផ្ទះអីដែរក៏អនុញ្ញាតឲ្យពួកគាត់ចូលទៅវាស់វែងចូលទៅសិក្សាតែម្ដងបញ្ជាក់ផ្ទះនេះគឺមានតែមួយជាន់ទេគាត់បានចែករំលែកថាអញ្ចេះជាធម្មតានៅពេលដែលយើងចុះទៅដល់ផ្ទះបុរាណឬក៏ផ្ទះជំនាន់មុនអីចឹងណាមុននឹងធ្វើការអីគាត់តែងតែដឹងពីលោកគ្រូអ្នកគ្រូឬក៏គាត់ដឹងពីចាស់បុរាណឬក៏ដឹងពីក្រុមគ្រួសាររបស់គាត់ថាត្រូវតែមានសំណែនឲ្យម្ចាស់ផ្ទះដើម្បីសុំអនុញ្ញាតសំណែនឲ្យម្ចាស់ផ្ទះបានន័យថាសូម្បីតែលោកគ្រូអ្នកគ្រូសូម្បីតែក្រុមគ្រួសារគាត់ក៏ទទួលស្គាល់ថារាល់ផ្ទះបុរាណដែលសង់រាប់រយឆ្នាំមកហើយទោះមានមនុស្សនៅយ៉ាងណាក៏ដោយត្រូវតែមានព្រលឹងវិញ្ញាណនៅថែរក្សាអញ្ចឹងអ្នកណាដែលចង់ចូលទៅក្នុងផ្ទះហ្នឹងក្នុងគោលបំណងអ្វីក៏ដោយជាការងារជាកម្មសិក្សាត្រូវចាំបាច់មានសំណែនឲ្យម្ចាស់ផ្ទះតែទាស់ខុសអីដោយសារតែគម្រោងរបស់គាត់នេះគាត់គិតថាគាត់ជិះនៅលើផ្លូវហ្នឹងហើយសម្លឹងមើលផ្ទះទេដូច្នេះហើយគាត់មិនបានត្រៀមខ្លួនត្រៀមសំណែនអ្វីទាំងអស់អញ្ចឹងហើយពួកគាត់ក៏ចូលឆៅតែម្ដង
ពួកគាត់បានចែកការងារម្នាក់នេះដើរទៅឆ្វេងម្នាក់នេះដើរទៅស្ដាំស្រឡឹងមើលបរិវេណជុំវិញផ្ទះហើយមានមិត្តភ័ក្តិមួយក៏គាត់ទាញម៉ែត្រយកមកវាស់ផ្នែកខាងក្រៅវាស់ចុះវាស់ឡើងអីចឹងប៉ុន្តែមិនទាន់បានចូលទៅដល់ក្នុងផ្ទះនៅឡើយទេព្រោះដដែលគោលបំណងរបស់គាត់គឺមកគេហៅថាមក select ផ្ទះមកចុចផ្ទះសិនមុននឹងធ្វើការប៉ុន្តែដោយសារតែចៃដន្យអីវាជាប់ម៉ែត្រមកតាមខ្លួនហើយបានចូលសុំការអនុញ្ញាតហើយផងនោះគាត់ក៏ឆ្លៀតវាស់ឲ្យហើយទៅវាស់បានត្រឹមតែខាងក្រៅមិត្តភ័ក្តិរបស់គាត់ក៏ទាញទូរស័ព្ទមើលឃើញម៉ោងជិតដល់ម៉ោងទៅសាលាហើយគាត់ក៏កេះហៅមិត្តភ័ក្តិទាំងអស់ឲ្យឡើងម៉ូតូតោះយើងតម្រង់ទៅសាលាវិញបញ្ជាក់ម៉ូតូរបស់គាត់គឺចតនៅក្រោមដើមស្វាយមួយដើមនៅពេលដែលគាត់ដើរតម្រង់មកម៉ូតូពួកគាត់អត់ទាន់បច្ចេះទេពួកគាត់អង្គុយនៅលើម៉ូតូសិនដើម្បីពិភាក្សាគ្នាថាតើថ្ងៃស្អែកយើងត្រូវចែកការងាររបៀបម៉េចតើយើងគួរតែវាស់ពីកន្លែងណាទៅកន្លែងណាតើសម្ភារៈអ្វីខ្លះដែលពួកយើងត្រូវយកមកកំពុងតែអង្គុយពិភាក្សាគ្នានេះអង្គុយសុកនិយាយឆ្វេងនិយាយស្ដាំនិយាយពីព័ត៌មានលម្អិតថាគួរតែធ្វើបែបណាស្រាប់តែមានស្វាយមួយប៉ុណ្ណាណីធំមែនតើអញ្ចឹងបើសិនជាឲ្យបងប្អូនសម័យថាតើផ្លែស្វាយនឹងធំប៉ុណ្ណាគួរតែនិយាយថាសាកសម័យថាដីកន្លែងហ្នឹងគឺមានជីជាតិខ្លាំងមែនតើហើយស្វាយមួយដើមហ្នឹងគឺមិនដែលមានអ្នកបេះនោះឡើយអញ្ចឹងស្វាយគឺមានផ្លែធំខ្លាំងអញ្ចឹងធំប៉ុណ្ណាបងប្អូនអាចសម័យបានទាំងអស់គ្នាពួកគាត់កំពុងតែអង្គុយនេះស្រាប់តែមានផ្លែស្វាយមួយធំមែនតើធ្លាក់មកដុំគាត់អង្គុយតែម្ដងធ្លាក់មកឆិតក្បាលមិត្តភ័ក្តិរបស់គាត់តែវាសំណាងមិនចំក្បាលមិត្តភ័ក្តិរបស់គាត់តែត្រូវប៉ះជាមួយនឹងកបាំងមុខបែកកបាំងមុខអញ្ចឹងបងប្អូនអាចសម័យឃើញហើយថាតើផ្លែស្វាយវាធំប៉ុណ្ណាទើបវាអាចធ្លាក់ពីដើមមកប៉ះជាមួយនឹងកបាំងម៉ូតូនេះវាបែកបងប្អូនតើវាទំហំប៉ុណ្ណាទាស់ត្រង់ចំណុចមួយទីកន្លែងដែលគាត់អង្គុយសូម្បីតែខ្យល់បន្តិចក៏មិនមានដែរផ្លែស្វាយដែលធ្លាក់ចុះមកនោះមិនមែនជាផ្លែស្វាយទុំដើមនោះទេវាមានសភាពខ្ចីដែលទងរបស់ផ្លែមួយហ្នឹងគឺមាំមែនទែនជាប់ជាមួយនឹងដើមប៉ុន្តែហេតុអ្វីបើសិនជាខ្យល់កន្ត្រាក់ខ្លាំងផ្លែស្វាយវាអាចធ្លាក់មកតែនេះក្តៅចង់បែកក្បាលមិនមានសោះឡើយសូម្បីតែខ្យល់បន្តិចអញ្ចឹងតើផ្លែស្វាយនោះវាជ្រុះមកដោយវិធីណាវាការចៃដន្យឬក៏មានអ្នកគប់ចុះមកគ្រាន់តែធ្លាក់ផ្លែស្វាយនឹងមកដល់ភ្លាមពួកគាត់ទាំង4នាក់គឺព្រឺសម្បុរខ្លាំងមែនទែនពួកគាត់ទាំងអស់គ្នាចាប់ផ្ដើមមើលមុខគ្នាពួកគាត់ទាំងអស់គ្នាគិតក្នុងចិត្តបង្ហាញទឹកមុខដែលមិនបាច់និយាយតែគ្រាន់តែឃើញមុខគ្នាហ្នឹងគឺអាចទទួលបានថាម្នាក់ចង់ប្រាប់ថាអត់ស្រួលទេត្រឹមតែប៉ុណ្ណេះគាត់ក៏លាដល់អ្នកថែរក្សាគាត់លាដល់សន្តិសុខណាប្រាប់ថាពូអើយអ៊ំអើយខ្ញុំប្រញាប់ចេញទៅវិញអញ្ចឹងខ្ញុំជម្រាបលាថ្ងៃស្អែកទៅខ្ញុំមកវិញត្រឹមតែលឺមួយចំណុចហ្នឹងពូមួយហ្នឹងបងសន្តិសុខមួយហ្នឹងអ្នកថែរក្សាមួយហ្នឹងហាក់ដូចជាដឹងរឿងអ្វីមួយយ៉ាងបានឆ្លើយតបទៅជាមួយនឹងការលារបស់ពួកគាត់វិញថាក្មួយអើយថ្ងៃស្អែកនៅពេលដែលក្មួយឯងចុះមកធ្វើការងារកុំភ្លេចត្រៀមរៀបចំសំណែនឲ្យគេផងព្រោះដោយសារតែគាត់ជាអ្នកថែសាគាត់នៅតែខាងក្រៅវិញគាត់អត់ដែលឡើងលើទេអញ្ចឹងគាត់អត់ដឹងថានៅក្នុងផ្ទះហ្នឹងមានអីឬក៏មិនមានអីទេដើម្បីបង្ការខ្លួននឹងកុំភ្លេចរៀបចំសំណែនផងវាជាសភាពចៃដន្យមួយត្រង់ចំណុចថាការពេលដែលបងសន្តិសុខនេះអ្នកថែសានេះបានឃើញគាត់វាស់វែងអត់បានប្រាប់ថាឲ្យរៀបចំសែនមុននឹងអនុញ្ញាតឲ្យចូលក៏មិនបានរៀបចំមិនប្រាប់ថារៀបចំសែនដែរតែរហូតដល់ធ្លាក់ផ្លែស្វាយនេះទើបបានគាត់ប្រាប់ហើយគាត់បានប្រាប់ថាអត់បានដែលឃើញអ្វីទេប៉ុន្តែខ្ញុំជឿជាក់ថាអ្នកដែលថែរក្សាក្នុងនាមជាអ្នកថែរក្សាច្បាស់ណាស់ចង់ឬមិនចង់ត្រូវតែជួបប្រទះក្នុងលក្ខខណ្ឌណាមួយហើយនៅពេលដែលពួកគាត់ជិះចេញមកម្ចាស់សាច់រឿងបានក្រឡេកមើលទៅខាងក្រោយវិញជាផ្នែកផ្ទះណាមើលទៅកញ្ចក់នៅជាន់ទី1ស្រអាប់ព្រិលជាកញ្ចក់បែបផែនចាស់ដោះស្នឹមស្រាប់តែគាត់ឃើញដូចជាមានទម្រង់មនុស្សកំពុងតែឈរពាក់អាវសសម្លឹងមើលមកពួកគាត់កំពុងតែជិះចេញទៅគាត់គ្រាន់តែឃើញបែបហ្នឹងគាត់ប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាម្នាក់គឺស្លេកមុខតែម្ដងហើយពួកគាត់ក៏បាននិយាយគ្នាថានឹងហើយដែលយើងចូលទៅកន្លែងគេណាអត់រៀបចំសំណែនម្ចាស់គេលេងបដ ாய் ប៉ះរបស់ពិតហើយពួកគាត់ចាប់ផ្ដើមសម័យថាហេញ៉ាំមិញផ្លែស្វាយដែលគេអានេះជាការពមៀនធ្លាក់មកប៉ះកបាំងមុខម៉ូតូបែកចុះបើផ្លែស្វាយហ្នឹងវាប៉ះចំក្បាលអ្នកអង្គុយនៅហ្នឹង
តើនឹងមានរឿងអ្វីកើតឡើងយើងកាត់ចូលទៅដល់ក្នុងថ្ងៃស្អែកជាថ្ងៃដែលពួកគាត់កំណត់ថាចូលមកវាស់វែងនៅក្នុងផ្ទះហ្នឹងមុននឹងជិះទៅដល់ទីតាំងពួកគាត់បានចូលទៅក្នុងផ្សារដើម្បីទិញគ្រឿងសំណែនពោលគឺជាផ្លែឈើមកដល់ភ្លាមពួកគាត់បានស្រាយផ្លែឈើទាំងអស់ហ្នឹងមករៀបចំសែនចំពីមុខផ្ទះតែម្ដងដោយប្រកាសថាអូយកូនចៅជាអ្នកណាមកគោលបំណងអីគេដូច្នេះហើយសូមម្ចាស់ទឹកម្ចាស់ដីនៅកន្លែងហ្នឹងឬក៏អ្នកថែរក្សានៅកន្លែងហ្នឹងមេត្តាអនុញ្ញាតឲ្យគាត់ចូលផងដើម្បីឲ្យគាត់បំពេញការសិក្សារបស់គាត់គុំប្រកែប្រកាន់គាត់អីចឹងទៅគាត់រៀបចំសែនហើយបងសន្តិសុខអ្នកថែរក្សាហ្នឹងក៏បានបើកទ្វារឲ្យពួកគាត់ចូលទៅក្នុងផ្ទះនៅពេលដែលពួកគាត់ដើរចូលទៅក្នុងផ្ទះសភាពនៅក្នុងផ្ទះគឺចាស់ទ្រុឌទ្រោមខ្លាំងមែនទែនផ្នែកខាងលើគឺមានរូបថតហើយមានរូបគំនូរច្រើនមែនទែនតាក់ទិនជាមួយនឹងសាច់រឿងរៀមគេផ្នែកខ្លះគឺងងឹតសូមឈឹងហាក់ដូចជាពន្លឺចាស់អត់ដល់ហាក់ដូចជាថ្ងៃចាំងប៉ុណ្ណឹងហើយមិនក៏កន្លែងហ្នឹងអត់ភ្លឺអញ្ចឹងនៅតែងងឹតពួកគាត់ក្នុងនាមជានិស្សិតពួកគាត់ព្យាយាមវាស់វែងឲ្យគ្រប់ជ្រុងជ្រោយរកຂ្នាតឲ្យពិតប្រាកដមួយគ្រប់ទីកន្លែងប៉ុន្តែអារម្មណ៍វិញគឺបាសសក់តែម្ដងពួកគាត់ខំប្រឹងទាំងញ័រដៃញ័រជើងធ្វើយ៉ាងណាវាស់វែងនឹងបញ្ចប់គម្រោងនឹងមួយឲ្យបានសម្រេចជាលទ្ធផលពួកគាត់ពិតជាធ្វើបានសម្រេចរៀបចំឯកសារហើយកត់ទុកឲ្យអស់ហើយវាស់វែងឲ្យអស់ហើយការងារបន្ទាប់គឺរើបង្វិចយ៉ាងលឿនបំផុតចេញពីផ្ទះនេះឲ្យបានរហ័សបំផុតជាការល្អហើយនេះគឺជាព្រឹត្តិការណ៍ទាំងមូលដែលពួកគាត់បានជួបប្រទះបើសិនជាយើងបកទៅលើផ្លូវមួយហ្នឹងថាសម្បូរទៅដោយផ្ទះបុរាណនោះតើសាវតាផ្លូវមួយហ្នឹងគឺបែបណាគាត់បានប្រាប់ថាប្រវត្តិតាក់ទងជាមួយនឹងម្ដុំនឹងឬក៏នៅលើផ្ទះនៅលើបណ្ដោយផ្លូវដែលគាត់ជិះនឹងគឺជាផ្ទះឬក៏ជាលំនៅឋានដែលកសាងដោយអភិជនខ្មែរនាសម័យបារាំងហើយក៏ជួសជុលមួយសារទៀតនៅក្នុងសម័យសង្គមរាស្ត្រនិយមហើយផ្ទះខ្លះក៏មានងារជាអង្គញាផងមកដល់បច្ចុប្បន្ននេះរាល់ផ្ទះទាំងអស់នៅពីមុខនឹងគឺមានការលក់ចាប់ព្រួយលក់ទឹកលក់ភេសជ្ជៈលក់បាយស្រូបលក់អីចឹងទៅប៉ុន្តែផ្ទះនៅក្នុងផ្ទៃដីនៅតែរក្សាចាក់សោនៅឡើយតើសាច់រឿងទាំងមូលនេះក្នុងករណីនេះតើគាត់បានជួបរឿងអ្វីហើយនេះគឺជាសាច់រឿងរបស់គាត់ទី1ដែលគាត់បានចែកម្លែកមកបើសួរវិញថាតើសាច់រឿងនេះវាយ៉ាងណាដែរវាជាមេរៀនមួយដ៏ល្អត្រង់ចំណុចថាផ្ទះតាមខ្ញុំដឹងឧទាហរណ៍ដូចជានៅខេត្តបាត់ដំបងផ្ទះត្រកូលអភ័យវង្សផ្ទះលោកម្ចាស់ដែលគាត់កសាងអញ្ចឹងផ្ទះនេះគឺមានអាយុកាល100ជាងឆ្នាំហើយក៏មានឯកសារមួយចំនួនតាក់ទិនជាមួយនឹងវីដេអូអ្នកដែលចោះទៅថតអីអញ្ចឹងទៅក៏តែងតែនិយាយថាពេលខ្លះក៏ឃើញសមោលោកម្ចាស់ដើរនៅក្នុងហ្នឹងអញ្ចឹងក្នុងករណីនេះខ្ញុំអាចយល់បានថាក្នុងលក្ខខណ្ឌជាផ្ទះបុរាណហើយសំណង់របៀបថាសម័យអាណានិគមបារាំងគឺសម្បូរទៅដោយវិញ្ញាណមែនទែនជាពិសេសនោះផ្ទះនេះបើខ្ញុំបានស្ដាប់នៅរឿងរ៉ាវរបស់គាត់មានកន្លែងខ្លះថ្ងៃចាំងខ្លាំងមែនទែនប៉ុន្តែនៅតែងងឹតអានេះបើសិនជាយើងនិយាយពីក្បួនហុងស៊ុយនៅពេលដែលពន្លឺជះមកតែទាស់ត្រង់ថាផ្ទះទាំងមូលអត់ភ្លឺវានៅតែមានភាពងងឹតអាត្រង់ចំណុចហ្នឹងហើយដែលយើងអាចពិចារណាបានថាផ្ទះមួយនេះវាខុសទីតាំងភូមិសាស្ត្រឬក៏ការរៀបចំនៅក្នុងផ្ទះនេះมันមានបានល្អมันមានចរន្តខ្យល់ល្អมันមានចរន្តពន្លឺល្អហើយនៅពេលដែលมันមានកត្តាទាំងអស់ហ្នឹងហើយគឺជាកត្តាដែលតាក់ទងនៅខាងផ្នែកអវិញ្ញាណព្រលឹងដែលគាត់បានឃើញអាចមិនមែនជាម្ចាស់ផ្ទះឬអាចជាម្ចាស់ផ្ទះដែលស្រឡាញ់ផ្ទះខ្លួនឯងតែក៏អាចមិនមែនជាម្ចាស់ផ្ទះក្នុងករណីដោយសារតែផ្ទះមួយនេះវាអំណោយផលខ្លាំងពេកមិនមានថ្ងៃចូលមកគ្រប់គ្រាន់មិនមានខ្យល់បក់មកគ្រប់គ្រាន់បណ្ដាលឲ្យមានអមនុស្សចូលមកក្នុងលក្ខខណ្ឌមួយដែលតាំងទីនៅទីកន្លែងនេះហើយចៃដន្យអីអ្វីដែលសំខាន់គឺគេមិនចង់ឲ្យមានអ្នករំខានដូច្នេះហើយទើបមិនមានការបន្លាចដូច្នេះហើយទើបមិនមានការគំរាមជាមុនជាការធ្លាក់ស្វាយឲ្យពួកគាត់ចាក់ចេញកុំឲ្យមកប៉ះពាល់គេអញ្ចឹងនេះគឺជាមេរៀនមួយដែលពួកយើងអាចដឹងបានថាបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែសិក្សាផ្នែកស្ថាបត្យកម្មចូលទៅក្នុងអគារបុរាណសូមកុំភ្លេចផ្លែឈើមួយថាសទៅផ្លែឈើមួយចានទៅមាន3មុខ5មុខ7មុខអីចឹងទៅវាមិនចោតទេតែវាបង្ហាញពីការគោរពនិងទទួលស្គាល់នៅវត្តមានរបស់ពួកគាត់នោះបងប្អូននឹងសុខសប្បាយតោះឥឡូវនេះយើងចូលដល់សាច់រឿងទី2របស់គាត់វិញសាច់រឿងទី2នេះបានកើតនៅក្នុងឆ្នាំ2023ក្នុងអំឡុងពេលដែលគាត់ធ្វើជាអ្នកកំដរកម្មវិធីអាពាហ៍ពិពាហ៍មួយនេះគឺជាសាច់ញាតិរបស់គាត់ដែលនៅក្នុងទីក្រុងភ្នំពេញ
ដោយសារតែគេបានពឹងពរគាត់ឲ្យធ្វើជាអ្នកកំដរដូច្នេះហើយគាត់មិនមានជំរឿក្រៅអំពីឡើងមកក្នុងទីក្រុងភ្នំពេញដើម្បីជួលផ្ទះសំណាក់មួយកន្លែងទីតាំងផ្ទះសំណាក់នេះគឺនៅម្ដុំច្បារអំពៅនៅជិតវត្តតែម្ដងផ្ទះសំណាក់មួយនេះបានរៀបចំដោយបងប្អូនខាងកូនកំមុំហើយគាត់បានដាក់អ្នកកំដរឲ្យគេងជុំគ្នាតែម្ដងនៅក្នុងមួយបន្ទប់ក្រែ2ចំនួន3នាក់ពេលដែលគាត់បានធ្វើដំណើរទៅដល់ហើយគាត់ក៏បានរៀបចំអីវ៉ាន់របស់គាត់ដាក់អីហើយនៅក្នុងបន្ទប់យើងកាត់ចូលមកដល់ពេលល្ងាចពេលយប់អ្នកកំដរ2នាក់ទៀតបានឡើងក្រែគេងអស់ហើយតែគាត់ជានិស្សិតស្ថាបត្យកម្មគាត់អត់ងាយគេងទេអញ្ចឹងបងប្អូនដឹងហើយមានមិត្តភ័ក្តិរៀនខាងផ្នែក architect ខាងផ្នែក engineer នឹងពួកគាត់មិនងាយគេងយប់ទេព្រោះពេលយប់នឹងហើយដែលគាត់សម្រុកការងារស្ងប់ស្ងាត់គាត់អាចផ្ចង់អារម្មណ៍បានខ្លាំងហើយយូរទៅវាคล้ายទៅជាទម្លាប់របស់គាត់ដែលជារៀងរាល់ថ្ងៃគាត់គេងម៉ោង1ម៉ោង2យប់អីចឹងទៅតែនៅពេលយប់មួយហ្នឹងគាត់មានអារម្មណ៍ថាដូចអត់ស្រួលសោះគាត់មានអារម្មណ៍ថាខ្លាចព្រឺរោមគាត់ចង់គេងបើកភ្លើងប៉ុន្តែ2អ្នកកំដរផ្សេងទៀតហ្នឹងប្រាប់ថាអត់ទេពួកគាត់អត់ចេះគេងបើកភ្លើងទេតតែបិទភ្លើងអញ្ចឹងហើយគាត់ក៏មិនចង់មានបញ្ហាមតិច្រើនលុបមតិតិចអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏សម្រេចចិត្តថាគេងបិទភ្លើងគាត់មិនទាន់គេងលក់គាត់អត់ដឹងធ្វើអីអញ្ចឹងគាត់ក៏ទាញទូរស័ព្ទមកលេងហ្គេមលេងបានប្រហែលជា 3-4 ហ្គេមរហូតដល់ម៉ោងប្រហែលជា 12:35 នាទីយប់ស្រាប់តែមានសំឡេងមួយនោះគឺជាសំឡេងគូទ្វារពីមុខបន្ទប់របស់គាត់តែម្ដងលុះតុកគាត់គិតថាប្រហែលសាច់ញាតិរបស់គាត់ហើយប៉ុន្តែគាត់ក៏គិតទៀតថាទេម៉ោង 12 កន្លះហើយម្នាក់មកពីខេត្តជាធម្មតាពួកគាត់គេងម៉ោង 10 អីហ្នឹងហើយមិនក៏ម៉ោង 12 កន្លះហើយនៅមានអ្នកគូទ្វារអញ្ចឹងខៃលោផ្លែក្រែអីទៅបិណ្ឌពួកគាត់គេងអត់លក់អញ្ចឹងគាត់បំរុងថាងើបនឹងបើកទ្វារតែអារម្មណ៍មួយទៀតបានទាញគាត់ថាអញ្ចេះទេសាច់ញាតិបងប្អូនរបស់គាត់តាគោះទ្វារគឺហៅហើយអាហ្នឹងគឺជាទម្លាប់ធម្មតាតែហេតុអីបានអត់មានអ្នកហៅអញ្ចឹងគាត់គិតបែបប៉ុណ្ណឹងគាត់បានរត់ឡើងទៅលើក្រែហើយក៏លំភួយយ៉ាងចិត្តមួយសន្ទុះខ្លីមែនទែនស្រាប់តែគាត់ឮសំឡេងអស់តុកឈើឮងីងត់ពីលើក្បាលរបស់គាត់តែម្ដងជាជន់នៅខាងលើជាបន្ទប់នៅចំពីលើចំតែម្ដងឮតាំងពីតិចរហូតដល់ខ្លាំងឡើងមួយយប់នោះគាត់អត់បានគេងទេគឺគាត់ភ័យតក់ស្លុតមួយយប់តែម្ដងហើយថ្ងៃស្អែកឡើងគាត់បានសួរទៅអ្នកកដោផ្សេងសួរថាមានឮអត់យប់មិញនេះប៉ុន្តែមិនមានអ្នកណាម្នាក់បានឮស្នូនោះឡើយប៉ុណ្ណឹងគាត់ដឹងទេថាបើសិនជាគាត់ឮខ្លាំងឡើងចង់ហឹងទៅជាប៉ុណ្ណេះហើយមិនក៏ពីរអ្នកនោះគេងសក់ម៉េះឬក៏គាត់ឮតែម្នាក់ឯងផុតពេលនោះមកគាត់ក៏បានរៀបចំចូលរួមនៅក្នុងកម្មវិធីធ្វើជាអ្នកកំដរពេញបរិបូរហើយចប់កម្មវិធីគាត់ក៏ឡើងទៅស្រុករបស់គាត់វិញឬខេត្តរបស់គាត់វិញហើយរឿងរ៉ាវនេះគឺរឿងរ៉ាវខ្លីខ្លាំងមែនទែនតែគាត់ក៏បានបញ្ជាក់ប្រាប់ថាផ្ទះសំណាក់មួយនេះនៅពេលដែលគាត់ចាប់ផ្ដើមសួរអ្នកនៅម្ដុំនឹងអីចឹងទៅសួរថារបៀបថាមានភ្ញៀវច្រើនអត់ផ្ទះសំណាក់នឹងគេបានប្រាប់គាត់ថាចេះផ្ទះសំណាក់មួយនឹងបើមិនមានគាត់នៅទេគឺអត់មានអ្នកនៅទេហើយពួកគាត់នេះក្រុមគ្រួសារពួកគាត់ហើយនឹងគាត់អីនេះសឹងតែជាអ្នកទី1ក្នុងរយៈពេលដ៏យូរដែលឃើញមកគេនៅក្នុងផ្ទះសំណាក់មួយនឹងធ្វើឲ្យមានសភាពអ៊ូអរប៉ុន្តែជាធម្មតាសូម្បីតែមហាបន្ទប់ក៏អត់មានដែរហើយនេះគឺជាសាច់រឿងរបស់គាត់ខ្លីមែនទែនតែមានចំណុចសំខាន់ដែលបងប្អូនគួរពិចារណាបងប្អូនគួរតែដឹងគាត់បានបញ្ជាក់យ៉ាងច្បាស់ថាទីតាំងគឺនៅជិតវត្តពាក្យថាជិតវត្តខ្ញុំអត់ដឹងថាតើផ្ទះសំណាក់មួយនេះវានៅគៀកប៉ុណ្ណាវានៅក្នុងបរិវេណជាប់តែម្ដងឬក៏យ៉ាងម៉េចដែលគាត់ហៅថាជិតនឹងអញ្ចឹងក្នុងករណីនឹងតើហេតុអ្វីទើបមិនមានអមនុស្សនៅក្នុងនឹងបានយើងសម្គាល់ថាជាអមនុស្សទៅចោះរឿងទី1ផ្ទះសំណាក់ដែលទុកចោលខ្ញុំអត់ដឹងថាតើម្ចាស់ផ្ទះសំណាក់គាត់បានធ្វើអ្វីខ្លះទេប៉ុន្តែជាធម្មតាផ្ទះសំណាក់ឬក៏អូតែលឬក៏អីអញ្ចឹងទៅនៅពេលដែលអត់មានភ្ញៀវគេតែងតែបើកទ្វារបាញ់ខ្យល់ចូលអញ្ចឹងបងប្អូនណាដែលទៅលេងតាមខេត្តអីចឹងណាដើរតាមជាន់របស់បងប្អូនឃើញគេបាញ់ខ្យល់ចូលឃើញគេបើកទ្វារចោលឃើញគេអីហ្នឹងតើគេធ្វើដើម្បីអ្វីគឺគេធ្វើដើម្បីឲ្យមានចរន្តខ្យល់ដើម្បីឲ្យមានចរន្តថ្ងៃចូលមកជិះជាងឲ្យបន្ទប់មួយមានសម្ពាធទាបនៅពេលដែលបងប្អូនដើរចូលទៅកុំថាឡើយមានវិញ្ញាណទោះអត់វិញ្ញាណក៏ដោយបើសិនជាបន្ទប់នឹងហប់នៅពេលដែលបងប្អូនដើរចូលទៅវាច្បាស់ជាមានអារម្មណ៍ថាហប់ខ្យល់មានអារម្មណ៍ថាវារៀងតានតឹងទ្រូងណាហើយត្រង់ចំណុចនេះក៏ខ្ញុំបានសួរបងម៉ុងដែរហើយបើបងម៉ុងបានស្ដាប់ជួយ confirm ជាមួយខ្ញុំផង
រាល់បន្ទប់ដែលទុកចោលគេតែងតែធ្វើឲ្យមួយអាទិត្យគេធ្វើម្ដងបើកទ្វារបាញ់ខ្យល់ចូលអញ្ចឹងដើម្បីឲ្យបណ្ដេញសម្ពាធទាបហ្នឹងហើយអាសម្ពាធទាបហ្នឹងហើយដែលវាជៀសវាងវាការពារអមនុស្សដែលចូលមកនៅបានរឿងទី2វាអាចជាកត្តាថាផ្ទះសំណាក់ហ្នឹងនៅជាប់លបងវត្តឬក៏នៅចិត្តនៅក្នុងបរិវេណខ្លាំងពេកតើមានន័យដូចម្ដេចកន្លែងហ្នឹងមានន័យថាអញ្ចឹងយើងអត់ដឹងថាទីតាំងវត្តពីដើមមានទំហំប៉ុណ្ណាទេហើយវត្តបងប្អូនដឹងស្រាប់ហើយសម្រាប់បងប្អូនដែលជឿទៅលើអបិយជំនឿទីតាំងវត្តគឺជាទីតាំងរបស់អមនុស្សសម្រាប់អមនុស្សគឺដើរហើរដោយសេរីតែម្ដងអញ្ចឹងក្នុងករណីហ្នឹងតើអាគារមួយហ្នឹងសង់នៅលើបរិវេណចាស់របស់វត្តឬក៏យ៉ាងណាតោះនេះកន្លែងហ្នឹងបងប្អូនមានន័យថាឥឡូវហ្នឹងលបងហ្នឹងវាប៉ុណ្្នឹងហើយប៉ុន្តែការពីដើមឡើយដីម្ដុំហ្នឹងតើជាដីរបស់វត្តឬក៏យ៉ាងម៉េចបើសិនជាដីនោះវានៅគៀកវត្តខ្លាំងពេកវានៅជាប់ក្នុងខ្សែព្រំសមារបស់វត្តឬក៏ជាប់នៅក្នុងអឋានរបស់វត្តអញ្ចឹងដីមួយហ្នឹងក៏រាប់ថាជាដីវត្តដែរត្បិតថាលបងមួយហ្នឹងបានកសាងថ្មីក៏ដោយបញ្ជាក់ព្រំគោលក៏ដោយប៉ុន្តែទីតាំងចាស់គឺស្ថិតនៅដីវត្តឡើយទេចឹងអមនុស្សនៅមានអាចដើរចេញដើរចូលបានស្វែងរកអ្នកណាដែលមាននិស្ស័យខ្ពស់ដែលមានសំណាងលៀបសក្ការៈខ្ពស់ហ្នឹងគឺដល់ពេលគេដែលគេលេងម្ដងហើយឬក៏ករណីមួយទៀតទីតាំងមួយនោះគឺជាផ្លូវសម្រាប់អមនុស្សដើរចេញដើរចូលឆ្លងកាត់វត្តទៅខាងក្រៅតែម្ដងក៏អាចថាបានដែរចឹងវាមានករណីច្រើនមែនទែនដែលផ្ទះនៅគៀកវត្តហ្នឹងឯងចឹងហើយទៅបានខ្ញុំចែករំលែកបទពិសោធន៍របស់ខ្ញុំកាលនោះខ្ញុំទៅលេងខេត្តសៀមរាបនាំម្ដាយនាំអ៊ំខ្ញុំដែលមកពីសហរដ្ឋណាគាត់ចង់ទៅលេងសៀមរាបចឹងខ្ញុំក៏ដឹកពួកគាត់ជូនទៅហើយខ្ញុំឲ្យមិត្តភ័ក្តិរបស់ខ្ញុំកក់អូតែលចៃដនអីគេកក់អូតែលវាណែនខ្លាំងពេកអញ្ចឹងនៅសល់តែអូតែលមួយដែលនៅក្នុងវត្តតែម្ដងនៅក្នុងដីវត្តតែម្ដងខ្ញុំបានមើល Google Map ខ្ញុំគ្រាន់តែឃើញ Google Map ឲ្យចូលទៅតាមខ្លោងទ្វារវត្តអញ្ចឹងខ្ញុំមានរៀងវាក់ដែរខ្ញុំថាមកចូលតាមខ្លោងទ្វារវត្តឲ្យឆែកហើយឆែកទៀតរហូតដល់ខ្ញុំឈប់សួរលោកតាអាចារ្យអញ្ចឹងណាឬក៏បដិជគុណនៅក្នុងវត្តហ្នឹងថាឥឡូវថាលោកតាអាចារ្យចោះថាលោកតាចៅសុំសួរបន្តិចនៅក្នុងហ្នឹងមានអូតែលអត់ដល់ពេលលោកតាចោលថានោះអូតែលគឺនៅចិត្តកត់លោកហ្មងណាត្រឹមតែប៉ុណ្្នឹងគឺដាក់លេខអែអាយ៉ែថយក្រោយតែម្ដងទោះគេងកន្លែងណាក្រោយមិនអាចគេងនៅក្នុងវត្តបាននោះឡើយអរគុណណាស់សម្រាប់សាច់រឿងទី2ឥឡូវនេះយើងចូលដល់សាច់រឿងទី3របស់គាត់សាច់រឿងទី3នេះបានកើតឡើងចំពោះមិត្តភ័ក្តិរបស់គាត់នៅក្នុងខេត្តតាកែវនៅពេលនោះពួកគាត់មានវ័យប្រហែលជាប្រមាណ10ឆ្នាំនៅក្នុងថ្ងៃនោះម៉ាក់របស់មិត្តភ័ក្តិរបស់គាត់បានបញ្ជាឲ្យគាត់ទៅទិញគ្រឿងស្លព្រោះខ្វះគ្រឿងដើម្បីធ្វើម្ហូបគាត់ឮបែបហ្នឹងគាត់ក៏ទាញកង់ជិះទៅរកទិញធ្វើម្ហូបគ្រឿងធ្វើម្ហូបអញ្ចឹងទៅកាលនោះគឺផ្លូវស្ងាត់ជ្រាបតែម្ដងពេលដែលគាត់កំពុងតែធ្វើដំណើរជិះកង់ត្រាក់ទៅមុខនេះស្រាប់តែមានម៉ូតូមួយវ៉ាទៅពីមុខគាត់វឹងតែម្ដងដែលគាត់ក៏លេចមើលមកបន្តិចមកគឺជាអ្នកចិត្តខាងរបស់គាត់ដែលចូលចិត្តផឹកស្រាដែលជាមនុស្សប្រមាថនៅក្នុងថ្ងៃនោះដោយសារតែគាត់ស្រវឹងជោគជាំពេកវ៉ាគាត់ឡើងទៅនេះគាត់បានជិះធ្លាក់កលុកធំមួយហើយម៉ូតូរបស់គាត់បានអូសជាមួយផ្លូវគ្រួសអូសទៅឆ្ងាយខ្លាំងមែនទែនសម្រាប់អ្នកចិត្តខាងរបស់គាត់ដែលស្រវឹងហ្នឹងក៏ទទួលអនិច្ចកម្មទៅមិត្តភ័ក្តិរបស់គាត់ទើបតែអាយុ10ឆ្នាំចូលចិត្តណាស់ឲ្យតែឃើញគ្រោះថ្នាក់ចរាចរណ៍ឲ្យតែឃើញអីហ្នឹងគឺទៅអឺតមើលទៅអីចឹងណាដូច្នេះហើយតាមទម្លាប់របស់ក្មេងៗឃើញបែបហ្នឹងហើយគាត់បានសុតកង់ទៅមើលពូម្នាក់ហ្នឹងថាតើរស់ឬក៏ស្លាប់ឬក៏ត្រូវអីគេខ្លាចរបៀបចង់ដឹងចង់ឮអត់ទាន់ខ្លាចនៅឡើយនៅពេលដែលគាត់ទៅដល់គាត់បានឃើញទិដ្ឋភាពដ៏គួរឲ្យសង្វេគតែរន្ធត់ជាទីបំផុតមុខរបស់ពូដែលបាត់បង់ជីវិតហ្នឹងគឺរបៀបអាលាត់ដុំអូសជាមួយគ្រោះបងប្អូនអញ្ចឹងវាមានសភាពមួយដែលដាច់ដុំហូរឈាមសោសបែកនិយាយទៅវាដូចតបៅពេញមុខណាគឺលក្ខណៈបែបផែននឹងឯងឡើងឃើញតសៃឃើញសាច់ដុំឃើញសាច់ខ្លាញ់នៅជាប់មុខឃើញដុំពេញមុខពេញខ្លួនអីចឹងទៅគាត់ឃើញវាស្រស់ខ្លាំងពេកគាត់ស្លុតខ្លាំងមែនទែនពេលនោះហើយដែលអ្នកចិត្តខាងចាប់ដើមចេញមកស្រែកឆោឡោស្រែករោជំនួយស្រែករោអីចឹងទៅដោយសារតែម្នាក់ឃើញថាគាត់បានបាត់បង់ជីវិតហើយម្នាក់ក៏តាក់ទងទៅក្រុមគ្រួសារសពដើម្បីឲ្យមានរកវិធីឬក៏រកយានយន្តដើម្បីមកដឹកសាកសពនឹងចេញចូលទៅផ្ទះវិញអ្នកដែលបានមកដល់មកជួយសម្រួលសាកសពពីលើផ្លូវហ្នឹងគឺជាមិត្តភ័ក្តិរបស់អ្នកស្លាប់នឹងឯងដែលការងាររបស់គាត់របររកស៊ីរបស់គាត់គឺជាអ្នករត់ឡានឈ្នួល
ពេលមកដល់ភ្លាមពូម្នាក់នឹងបានចុះមកបើកទ្វារក្រោយបើកអីចឹងទៅយំសោកនឹកសំណោះដល់មិត្តភ័ក្តិមិនគួរបាត់បង់ជីវិតអីចឹងទៅអ្នកនៅចិត្តខាងក៏បានចាប់ផ្ដើមជួយសម្រួលសាកសពឲ្យឡើងទៅលើឡានរបស់គាត់នៅពេលដែលជិះចេញទៅតម្រង់ទៅផ្ទះរបស់ជនរងគ្រោះជិះចេញពីទីតាំងកើតហេតុមិនទាន់បានប្រមាណផងម្នាក់បានឃើញគាត់រត់ចេញពីឡានតែម្ដងទាំងឡាននឹងប្រឆេះគឺលក្ខណៈថាបបើកទ្វាររត់ចេញយកតែម្ដងណាម្នាក់ក៏សួរឆោឡោថាចេះមានរឿងអីកើតឡើងមិនបានរត់ចេញពីឡានអញ្ចឹងពូម្នាក់នឹងបានថាខ្មោចមិត្តភ័ក្តិរបស់គាត់នឹងគឺលងគាត់លងភ្លាមមកលងអត់មានចាំស្អែកទេលងឥឡូវហ្នឹងតែម្ដងសួរថាលងបែបណាគាត់ថានៅពេលដែលគាត់ជិះចេញទៅនេះគាត់វាមានអារម្មណ៍អ្វីមួយទាញភ្នែកឲ្យគាត់មើលទៅកញ្ចក់ក្រោយនៅពេលដែលគាត់មើលទៅកញ្ចក់ក្រោយគាត់ឃើញមិត្តភ័ក្តិរបស់គាត់អង្គុយឆ្កុកមើលមុខមកគាត់ទាំងមុខទាំងជាប់អាលួយអាលេះដែលអូសជាមួយផ្លូវហ្នឹងណាគាត់ឃើញអញ្ចឹងគាត់ក៏ធាក់បែរនឹងមើលក្រោយវិញថាតសៃទាញឬក៏មិត្តភ័ក្តិរបស់គាត់នឹងរស់រានមានជីវិតប៉ុន្តែនៅពេលដែលគាត់ក៏លេចទៅមើលនេះមិត្តភ័ក្តិរបស់គាត់ជាសាកសពនៅដេកដដែលអត់បានអង្គុយមើលទេតែមិញនេះគាត់មើលក្នុងកញ្ចក់ឃើញអង្គុយស្ដែងតែម្ដងអញ្ចឹងហើយទៅបើគាត់ភ័យខ្លាំងពេកគឺគាត់រត់ចេញនេះបានថាលងមិនទាន់បានមួយថ្ងៃទេគឺលងភ្លាមតែម្ដងពូម្នាក់នោះបានតែបន្តិចគាត់ក៏ភ័យឡើងជ្រុះសក់រហូតដល់គាត់កោទាំងអស់លុះរៀបចំពិធីបុណ្យសព7ថ្ងៃអីហើយមិត្តភ័ក្តិរបស់ជនរងគ្រោះជាអ្នកដឹកសាកសពនឹងក៏សម្រេចចិត្តលូកឡានរបស់គាត់ចោលហើយនេះគឺជារឿងហេតុទី3ដែលគាត់ចែករំលែកមកក្នុងកម្មវិធីចឹងក្នុងករណីនេះតើមានរឿងអ្វីកើតឡើងសម្រាប់ខ្ញុំចង់ចែករំលែករឿងពីរទី1គ្រោះថ្នាក់ចរាចរណ៍ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាមានចិត្តសន្តោសមានបងប្អូនមួយចំនួនមានចិត្តសន្តោសមានចិត្តរាប់អានកូនគេកូនយើងបងប្អូនគេបងប្អូនយើងត្រូវឲ្យបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំចង់បញ្ជាក់ផងដែរថាបងប្អូនទាំងអស់គ្នាបើសិនជាជិះនៅលើផ្លូវយើងអាចដឹងហើយថាតើបុគ្គលម្នាក់ហ្នឹងបើសិនជាបងប្អូនមានចិត្តសន្តោសមែនណាដឹងហើយថាតើសន្តានដែលកើតហេតុមនុស្សអ៊ូហ្នឹងណាបើសិនជាឃើញកំពុងតែអោបហើយហូរឈាមពេញផ្លូវហើយបានថាបុគ្គលម្នាក់ហ្នឹងបានបាត់បង់ជីវិតហើយចឹងក្នុងករណីហ្នឹងបើសិនជាបងប្អូនឆ្ងល់ថាបងជាមិត្តភ័ក្តិឬក៏អីអត់យ៉ាងហោចណាស់ក៏យើងចំណាំម៉ូតូយើងចំណាំផ្លាកលេយើងចំណាំរូបរាងអីដែរត្រូវឯងបងប្អូនមិនបាច់មើលដោយចំទេក្នុងករណីបងប្អូនប្រទះភ្នែកក្នុងករណីដែលបងប្អូនប្រទះភ្នែកប៉ះជាមួយនឹងសាកសពដែលស្លាប់នៅលើផ្លូវតាមពាក្យដំណាលថាពលឹងដែលគ្រោះថ្នាក់ចរាចរណ៍ឬក៏ពលឹងអ្នកដែលស្លាប់ភ្លាមទើបតែស្លាប់ថ្មីនេះជាដង្ហើមចុងក្រោយរបស់គាត់តើភ្នែករបស់គាត់បាញ់ទៅអ្នកណាបើសិនជាដង្ហើមចុងក្រោយមុននឹងពេលដែលគាត់ដាច់ហើយគាត់មើលឃើញបុគ្គល A នោះពលឹងរបស់គាត់នឹងតាមជាមួយនឹងបុគ្គល A ហ្នឹងអញ្ចឹងហើយក្នុងករណីហ្នឹងវិធីដែលល្អសម្រាប់បងប្អូនទាំងអស់គ្នាចៃដន្យបងប្អូនសម្រាប់ខ្ញុំតែម្ដងបើខ្ញុំឃើញកើតហេតុនៅលើផ្លូវមានមនុស្សស្លាប់មានអីចឹងខ្ញុំមានតែលើកដៃសាពះជូនប៉ុន្តែបើភ្នែកខ្ញុំតែម្ដងគឺខ្ញុំព្យាយាមបែរចេញហើយសូម្បីតែការហែសាកសពក៏ដោយតែបើសិនជាបងប្អូនចៃដន្យអីប្រទះភ្នែកជាមួយនឹងសាកសពវិធីដែលល្អបានន័យថាបងប្អូនគួរតែបោះលុយបញ្ជៀសចេញទៅដល់ផ្ទះយកអង្គយកអំបិលមកបញ្ជៀសចេញហើយយកទឹកស្លឹកកទឹមអីមកលុបមុខមកអាហ្នឹងគឺជាវិធីដោះស្រាយបាក់ធំអញ្ចឹងក្នុងករណីនេះបើសិនជាបងប្អូនមានវិធីដោះស្រាយផ្សេងក៏អាចប្រាប់មកខ្ញុំបានដែរហេតុអ្វីមិនទង្គិចដោយសារតែវាមានឆ្នាំឆុងបងប្អូនអញ្ចឹងយើងអត់ដឹងថាតើយើងឆុងឬមិនឆុងទេបើសិនជាយើងករណីដែលយើងប្រទះភ្នែកទៅយើងអត់ដឹងថាដង្ហើមចុងក្រោយរបស់គាត់របៀបមិនទេអានេះខ្ញុំនិយាយរឿងអបិយជំនឿសុទ្ធតែម្ដងណាបងប្អូនអញ្ចឹងព្រលឹងវិញ្ញាណមួយនោះអាចតាមយើងបានដូច្នេះហើយបើសិនជាបងប្អូនចង់រក្សាចិត្តល្អចង់ជួយយកអាសាខ្ញុំមិនហាមឃាត់ទេខ្ញុំមានតែអរគុណនៅសន្តានចិត្តរបស់បងប្អូនតែបើសិនជាបងប្អូនជឿទៅលើរឿងអបិយជំនឿក៏បងប្អូនអាចធ្វើតាមវិធីខ្ញុំបានដែរអញ្ចឹងអានេះជាជំរឿនរបស់បងប្អូនតោះឥឡូវយើងចូលដល់សាច់រឿងទី4នេះគាត់ចែករំលែកជាសាច់រឿងខ្លីមួយទៀតហើយជាបទពិសោធន៍របស់មិត្តភ័ក្តិរបស់គាត់នៅពេលដែលគាត់ចុះទៅមើលផ្លូវដើម្បីអភិវឌ្ឍនៅក្នុងព្រៃនៅក្នុងខេត្តព្រះវិហារនៅពេលនោះមិត្តភ័ក្តិរបស់គាត់បានទទួលការងារដើម្បីចុះអភិវឌ្ឍផ្លូវទាំងមានតែព្រៃរបៀបថាយើងចុះទៅមើលថាដៅcoordinateថាកន្លែងណាយើងយកធ្វើផ្លូវកន្លែងណាអីអញ្ចឹងទៅដើម្បីរៀបចំដើម្បីបិទការងារបន្ទាប់ឲ្យត្រាក់ទ័រឲ្យអូស្ការអីមកជីកគាស់ដើម្បីរៀបចំធ្វើជាផ្លូវទីតាំងដែលគាត់ចុះទៅនៅក្នុងតំបន់ព្រះវិហារហ្នឹងគឺមានសភាពព្រៃជ្រៅខ្លាំងមែនទែនគាត់ចេញតាំងតែពីព្រឹកចូលទៅព្រៃកាន់តែជ្រៅទៅ
ដើម្បីកំណត់ coordinate តំបន់អភិវឌ្ឍន៍នៅថ្ងៃអនាគតនៅក្នុងឡានជិះ3នាក់ដែលតម្រូវឲ្យពួកគាត់រៀបចំញ៉ាំបាយញ៉ាំទឹកអីគឺនៅក្នុងព្រៃទាំងអស់នៅពេលដែលចាប់ផ្ដើមញ៉ាំជុំគ្នាមិត្តភ័ក្តិរបស់គាត់នេះមានគម្រោងចង់ចាប់ម្ហូបខ្លះដើម្បីសែនដល់អ្នកតាតំបន់ដើម្បីសែនដល់ខ្មោចព្រាយបិសាចឬក៏អមនុស្សដែលនៅជុំវិញនឹងជាការគោរពអានេះគឺជាទម្លាប់រៀងខ្លួនតែដៃគូរបស់គាត់ជាក្រុមការងាររបស់គាត់នេះឃើញសកម្មភាពមិត្តភ័ក្តិរបស់គាត់កំពុងតែចាប់ម្ហូបរៀបនឹងសែននេះមិត្តរួមក្រុមរបស់គាត់ប្រាប់ថាចេះអើយមិនបាច់ទេមិនបាច់សែនមិនបាច់អីទេវាមិនអីទេយើងចង់មកធ្វើការឲ្យតិចទៀតយើងទៅឯតាហើយណាមួយម្ហូបពុំមានតិចផងចាប់អីយ៉ាងទៀតយើងញ៉ាំមិនគ្រប់មិត្តភ័ក្តិរបស់ម្ចាស់សាច់រឿងឮដំណឹងចឹងក៏តាមនឹងទៅញ៉ាំហើយពួកគាត់ក៏បន្តការងារនៅក្នុងព្រៃជ្រៅរហូតដល់ពេលល្ងាចរៀបនឹងមកវិញប្រហែលជាម៉ោង5ពួកគាត់បានរៀបចំឲ្យបានហើយឡើងមកឡានវិញទោះត្រង់ថាឡានមួយនេះគឺដេយ៉ាងម៉េចគឺដេមិនឆេះទាល់តែសោះពួកគាត់ព្យាយាមដេមែនទែនទាំងឡាននេះមិនមែនជាឡានចាស់ហេតុអ្វីដេមិនឆេះម្នាក់ចាប់ផ្ដើមបើកដបូលឆ្កឹះឆ្កៀលវាយអានេះវាយអានោះតាមរបៀបអ្នកដែលមិនមែនជាជាងណាព្យាយាមសេរីអានេះសេរីអានោះសាក់ដេមើលនៅតែខឹកដេមិនឆេះទាល់តែសោះម្នាក់ទាញទូរស័ព្ទមកមើលសេវាគឺមានតែមួយកម្មតែប៉ុណ្ណោះរកវិធីដេមិនក៏មិនឆេះម្នាក់ទៀតព្យាយាមកាន់ទូរស័ព្ទដើររកកន្លែងដែលមានសេវាបានតែបន្តិចគាត់ថាទិដ្ឋភាពទាំងអស់អ្វីដែលមិត្តភ័ក្តិរបស់គាត់ប្រាប់គឺដូចនៅក្នុងរឿងអញ្ចឹងមេឃដែលមានពលឺម៉ោង5ល្ងាចនៅក្នុងព្រៃហ្នឹងណាសុកស្រាប់តែធ្លាក់ងងឹតឈឹងតែម្ដងហើយចាប់ផ្ដើមមានតំណក់ភ្លៀងជារលឹមទៀតបង្កទិដ្ឋភាពមួយដែលល្ងាដែលត្រជាក់ហើយព្រឺសម្បុរចៃដនអីមិត្តរួមក្រុមការងាររបស់គាត់បានរកតំបន់ដែលមានសេវាបាន2កម្មអញ្ចឹងណាគាត់ក៏ទេតាក់ទងទៅខាងម្ចាស់ឡានឲ្យមកជួយយកគាត់ផងព្រោះឥឡូវធ្លាក់ងឹតមែនតើហើយឡានដេកអត់ចេះទេម្ចាស់ឡានបានទទួលពាក្យនេះហើយក៏បញ្ញាប់បញ្ញាល់ចេញមកទទួលពួកគាត់ចាប់ផ្ដើមរៀបចំសណ្ដោងឡានចាប់ផ្ដើមអីចឹងបញ្ជាក់នៅក្នុងឡាននៅពេលនេះមានចំនួន4នាក់តែប៉ុណ្ណោះក្រុមការងារចំនួន3នាក់ហើយនឹងម្ចាស់ឡានម្នាក់នៅពេលដែលគាត់ឡើងឡានម្ចាស់ឡានគឺអង្គុយខាងមុខដោយម្ចាស់ឡាននេះប្រាប់ឲ្យក្រុមការងារទាំងអស់ទាំង3នាក់ហ្នឹងអង្គុយនៅខាងក្រោយទៅនៅពេលដែលគាត់ឡើងទៅដល់ឡានជាទិដ្ឋភាពដែលគាត់ដកជាប់អារម្មណ៍បំផុតគាត់ឡើងដល់ឡានហើយអ្នកទី3ឡើងដល់ឡានហើយចូលពីទ្វារតែមួយណាគាត់ទាញទ្វារបិទតែបិទអត់ចិត្តពួកគាត់ចាប់ផ្ដើមមើលមុខគ្នាគាត់បើកមកវិញទាញទ្វារទៀតបិទអត់ចិត្តពេលហ្នឹងចាប់ផ្ដើមដូរដៃគ្នាមើលសាបិទម្ដងមើលបិទអត់ចិត្តទៀតម្នាក់ទៀតបិទនៅតែបិទអត់ចិត្តព្យាយាមបិទរហូតដល់ដៃ2ដៃ3មកជួយទាញទ្វារបិទមិនចិត្តទាល់តែសោះអញ្ចឹងហើយឡានទាំងមូលនៅតែលោតអាសរ៉ែនមួយដែលកណ្ដឹងដែលបិទទ្វារអត់ចិត្តអាតឹងពីទីតាំងរបស់គាត់រហូតដល់ក្រុងគឺលឺអញ្ចឹងរហូតមានទិដ្ឋភាពមួយទៀតដែលគួរឲ្យចម្លែកនៅពេលដែលជិះតាមផ្លូវនេះម្ចាស់ឡានគាត់មាននំជាប្រភេទនំកញ្ចប់គាត់បានហែកមួយញ៉ាំខ្លួនឯងហើយគាត់បានហុចឲ្យទៅអ្នកអង្គុយខាងក្រោយដែរអ្នកអង្គុយខាងក្រោយមានចំនួន3នាក់តែគាត់ហុចទាំងអស់4កញ្ចប់យកទៅឲ្យដោយពោលពាក្យថា4នាក់អូនឯងនឹងចែកគ្នាញ៉ាំទៅពួកគាត់ឮពាក្យមួយម៉ាត់ថា4នាក់អូនឯងចែកគ្នាញ៉ាំណាគឺគាត់បះសក់តែម្ដងហើយគាត់មិនហ៊ាននិយាយអ្វីទាល់តែសោះជាការសំណាងដែរដែលរឿងរ៉ាវទាំងអស់គឺចប់ត្រឹមតែប៉ុណ្ណឹងផុតពីការងារមួយនោះចេញទៅក៏ម្នាក់មិនមានបញ្ហាអ្វីក៏មិនមានជួបប្រទះរឿងរ៉ាវអីផ្សេងដែរអញ្ចឹងនេះគឺជារឿងរ៉ាវទី4ដែលគាត់បានចែករំលែកមកកម្មវិធីតើបងប្អូនយល់យ៉ាងណាដែរសម្រាប់បងប្អូនដែលគាត់ចូលចិត្តចោះទៅព្រៃចូលចិត្តបោះតង់ឬក៏មានភារកិច្ចនៅក្នុងព្រៃដែលតម្រូវឲ្យគេងនៅយូរខែយូរឆ្នាំឬក៏គេងនៅយូរអាទិត្យយូរថ្ងៃអីអញ្ចឹងណាបើសិនជាបងប្អូនបានជួបប្រទះរឿងរ៉ាវរន្ធត់តើអាចចែករំលែកមកកម្មវិធីជាអ្វីបានអត់ខ្ញុំពិតជាចង់ដឹងមែនទែនថាតើរឿងរ៉ាវដែលសាហាវបំផុតនៅក្នុងព្រៃមានសភាពបែបណាជាក់ស្ដែងគឺខ្ញុំធ្លាប់ចែករំលែកតាក់ទិនពីរឿងដាក់អន្ទាក់កប្រុកមួយហើយដែលសាហាវមែនតើអាហ្នឹងនៅក្នុងព្រៃដូចគ្នាឥឡូវនេះមានសាច់រឿងក្នុងព្រៃមួយទៀតហើយអញ្ចឹងខ្ញុំរងចាំរឿងដែលសាហាវជុំវិញបញ្ហាក្នុងព្រៃហើយបងប្អូនក៏អាច comment បានដែរនៅខាងក្រោមសម្រាប់ចែករំលែកថាតើនៅក្នុងព្រៃយើងគួរតែប្រតិបត្តិបែបណាគួរធ្វើបែបណាដើម្បីការពារខ្លួនដើម្បីភាពសុខសប្បាយព្រោះជាក់ស្ដែងបងប្អូននៅក្នុងព្រៃនឹងឯងដែលសម្បូរបំផុតមិនថាជាប្រភេទអមនុស្សមិនថាជាប្រភេទអរុក្ខរអ្នកតាមិនថាប្រភេទអមនុស្សគ្រប់ជាន់ថ្នាក់គឺនៅក្នុងព្រៃសម្បូរច្រើនខ្លាំងមែនទែនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចែករំលែករឿងរ៉ាវរបស់បងប្អូនមកកាន់កម្មវិធីជាអ្វី
យើងចូលដល់ប្រិយមិត្តមួយទៀតដែលគាត់បានចែករំលែកមកកម្មវិធីជាអ្វីនៅពីសាច់រឿងទី1គឺកើតឡើងយូរហើយនៅក្នុងក្រុមគ្រួសាររបស់គាត់ដែលលោកតារបស់គាត់គឺជាគ្រូមន្តអាគមលោកតារបស់គាត់គឺជាគ្រូមន្តអាគមដែលខ្លាំងម្នាក់តាំងពីចំនួនដើមតាំងពីចំនួនសង្គមរាស្ត្រតាំងចំនួនប្រាំងគឺគាត់ខ្លាំងតែម្ដងហើយទីតាំងរបស់គាត់គឺនៅព្រំប្រទល់ទឹកដីខេត្តបាត់ដំបងនិងបន្ទាយមានជ័យជាគ្រូមន្តអាគមដែលមានឈ្មោះបោះសម្លេងដែលមេតបទាំងឡាយអ្នកធំទាំងឡាយដែលឈរជើងនៅក្នុងតំបន់នឹងក្នុងឋានៈជានាយទាហានអីតែងតែទៅរកគាត់បញ្ចុះសារការបញ្ចុះអដ្ឋានបញ្ចុះសាក់យ័ន្តឬក៏ស្អីចឹងទៅរករបស់ខ្លាំងដើម្បីការពារខ្លួនម្នាក់មានជំនឿខ្លាំងមែនតែនចំពោះលោកតារបស់គាត់ប្រាប់ថារាល់មេតបរបស់សម្ដេចតាដែលជាព្រះបរមកោដ្ឋនឹងរាល់ពេលដែលធ្វើសង្គ្រាមជាមួយខ្មែរក្រហមឬក៏តំបន់ប៉ៃលិនអីហ្នឹងគឺសម្បូរមែនទែនមកលេងលោកតារបស់គាត់គ្រប់ពេលគ្រប់វេលាផ្ទះរបស់លោកតារបស់គាត់មិនដែលដាច់ភ្ញៀវទេសិតតែអ្នកជឿសិតតែជាកូនសាសទាំងអស់បើសិនជាបកមកនិយាយផ្ទះរបស់លោកតារបស់គាត់វិញផ្ទះរបស់លោកតារបស់គាត់គឺបែបស្រុកស្រែចំការរបៀបថាស្រែធំល្វឹងល្វើយមានផ្ទះមួយនៅចំកណ្ដាលស្រែហ្នឹងគឺរូបភាពបែបហ្នឹងឯងមិនឆ្ងាយពីផ្ទះលោកតារបស់គាត់ទេប្រហែលជា100ទៅ200ម៉ែត្រនៅក្បែរផ្ទះនឹងឯងនៅដីនោះគឺមានគុម្ពឫស្សីធំមួយស្ថិតនៅចំកែងស្រែតែម្ដងពីចំហៀងខាងមុខផ្ទះហើយគាត់បានបញ្ជាក់ថាទីតាំងមួយនេះហើយជាទីតាំងរបស់លោកតារបស់គាត់ចិញ្ចឹមខ្មោចព្រាយផ្សេងគាត់ចាំថាកាលពីគាត់នៅក្មេងឲ្យតែដល់ខែសែនជ្រេងមេងឬក៏ខែបុណ្យទានអីអញ្ចឹងបងប្អូនកុសកម្នីមកពីគ្រប់ទីឋានដែលជាសាច់ញាតិទាំងអស់ហ្នឹងតែងមកលេងផ្ទះលោកតារបស់គាត់ហើយរាល់ដងគឺពួកគាត់តែងតែគេងជុំគ្នានៅក្នុងបរិវេណផ្ទះរបស់លោកតាហ្នឹងឯងលោកតាជាទម្លាប់មុនពេលដែលបងប្អូនបានមកដល់លោកតាតែងតែដើរទៅអុជធូបឬក៏តែងតែដើរទៅប្រាប់នៅកន្លែងគុំរស័យហ្នឹងប្រាប់ថាកូនចៅរបស់គាត់មកលេងផ្ទះហើយអញ្ចឹងកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះនៅនឹងឲ្យស្ងៀមសម្ដីរបស់លោកតារបស់គាត់គឺជាការបញ្ជារបស់ម្ចាស់ទៅកូនចៅទាំងគាត់មើលទៅគឺនិយាយជាមួយដើមឈើតែតារបស់គាត់ពីចំហរបស់ពួកគាត់វិញគឺហាក់ដូចជាកំពុងតែនិយាយជាមួយអ្នកណាម្នាក់ឬក៏ជាមនុស្សមួយក្រុមពួកគាត់តែងតែបានសុខរហូតមិនដែលមានរឿងរ៉ាវអ្វីកើតឡើងនោះឡើយគេងជួបជុំគ្នាញ៉ាំកំសាន្តសើចក្អាកក្អាយមិនមានបញ្ហាអ្វីទាំងអស់រហូតដល់ក្នុងឆ្នាំ2004ទៅ2005ក្នុងចន្លោះឆ្នាំមួយហ្នឹងរឿងហេតុមួយបានកើតឡើងចំពោះបងជីដូនមួយនិងមិត្តភ័ក្តិរបស់គាត់ប្រហែលជា 4-5 នាក់ពេលនោះជារដូវសែនមិនដឹងថាសែនអីទេតែបងជីដូនមួយរបស់គាត់ក៏បបួលមិត្តភ័ក្តិទៅលេងផ្ទះរបស់លោកតារបស់គាត់ប្រហែលជា 4-5 នាក់ហើយបងរបស់គាត់និងមិត្តភ័ក្តិរបស់គាត់គឺជាអ្នកមិនជឿទាល់តែសោះគាត់ឡើងទៅគេងនៅក្នុងផ្ទះហ្នឹងដោយមិនបានអុជធូបហើយក៏មិនដឹងថាលោកតាគាត់បានអញ្ជើញទៅណាដែរខែលោកគាត់មានភារកិច្ចទុកផ្ទះចោលអញ្ចឹងណាអញ្ចឹងហើយផ្ទះមួយហ្នឹងគឺជាផ្ទះទទេឃើញបែបនេះបងចរុនមួយរបស់គាត់នេះក៏មានគំនិតលក្ខណៈថាយើងគេងនៅផ្ទះលោកតាគ្នាទៅហើយយើងផាត់ធីណាយើងសប្បាយអីផឹកស៊ីនៅកន្លែងហ្នឹងទៅដោយសារតែពួកគាត់មិនមែនជាមនុស្សមានជំនឿអញ្ចឹងហើយពួកគាត់មិនបានអុជធូបប្រាប់ក៏មិនបានអុជធូបសែនក៏មិនបានអុជធូបជម្រាបទៅដល់បរិវាររបស់លោកតានោះឡើយពេលមានលោកតានៅលោកតាជាអ្នកចាត់ចែងដល់លោកតាអត់នៅប៉ះចំជាមនុស្សវិជាសាស្ត្រមិនជឿទៅលើរឿងខ្មោចព្រាយចេះផងគឺមិនរវីរវល់ទាល់តែសោះរហូតដល់ព្រឹកឡើងនៅពេលដែលបងចរូនមួយរបស់គាត់បើកភ្នែកមកជាមួយមិត្តភ័ក្តិរបស់គាត់នេះអ្វីដែលពួកគាត់បានឃើញខ្លួនឯងគាត់ឃើញខ្លួនឯងមិនមែនគេងនៅក្នុងផ្ទះទេតែគេងនៅក្រៅរបងទាំងអស់គ្នាដែលងើបមកស្រឡាំងកាំងថាទេយំមិនយើងផឹករហូតដល់ដើរមកដេកក្រៅរបងឬមិនប៉ុន្តែចាំថាដេកនៅក្នុងផ្ទះតែឥឡូវមិនក៏ដេកក្រៅរបងអញ្ចឹងបងចរូនមួយនឹងមិត្តភ័ក្តិរបស់គាត់មិនមានអ្នកណាចាំរឿងរ៉ាវអ្វីទាំងអស់នៅក្នុងយប់មួយនោះដឹងត្រឹមថានៅពេលនេះពួកយើងគេងនៅក្រៅរបងសម្រាប់បងប្អូនកូនចៅរបស់លោកតាវិញពួកគាត់តែងតែប្រាប់ថាយប់ឡើងតែងតែឃើញមានស្រមោលមនុស្សជាច្រើនមាឌធំអ្នកខ្លះជាមនុស្សប្រុសឡើងខ្មៅហើយខ្ពស់មែនតើប្រហែលចូល2ម៉ែត្រដើរចេញចូលនៅគុម្ពឫស្សីនឹងជាញឹកញាប់នៅក្នុងឆ្នាំ2007លោកតាក៏បានចែកឋានទៅហើយផ្ទះមួយនោះក៏ទុកចោលមិនមានមនុស្សទៀតឡើយរំលងពីឆ្នាំ2007ក្រោយពីផ្ទះនោះបានទុកចោល
ប្រហែលឆ្នាំក្រោយមកផ្ទះមួយនោះក៏បានដោះស្មៅដោះអីដោយមិនមានអ្នកថែរក្សាណាអញ្ចឹងផ្ទះមួយដែលមានមនុស្សថែរក្សាមើលទៅនៅមានសភាពផ្ទះមិនគួរឲ្យខ្លាចទេតែនៅពេលដែលទុកចោលហើយដោះស្មៅដោះអីហើយបងប្អូនអាចសម័យបានថាទិដ្ឋភាពនោះគឺយ៉ាងណាមានខ្មោចឬមិនមានខ្មោចទិដ្ឋភាពទាំងអស់វាសំប្រកបពេកក្នុងការភ័យរន្ធត់ក្នុងការបន្លាចណារាប់ពីពេលនោះមកប្រហែលឆ្នាំក្រោយមកម្ចាស់សាច់រឿងក៏បានទៅសែនភ្នូដូចរាល់ឆ្នាំក្រោយសែនរួចបងប្អូនពូមីងមាអីក៏ហូបចុកនៅកន្លែងសែននឹងអីអញ្ចឹងដែលកន្លែងសែននេះគឺមិនឆ្ងាយពីផ្ទះលោកតាប្រហែលទេសម្រាប់ម្ចាស់សាច់រឿងវិញដោយសារតែជាចៅម្នាក់ដែលស្រឡាញ់គោរពលោកតាពេញបេះដូងគាត់នឹកលោកតាមែនទែនអញ្ចឹងគាត់ក៏ចង់ទៅផ្ទះលោកតាដើម្បីរំលឹកអនុស្សាវរីយ៍នឹកនាដល់លោកតាគាត់ក៏ខ្ចីកង់ពូរបស់គាត់ជិះទៅលេងផ្ទះលោកតាមកផ្លែតរបៀបថាតើអឺតឲ្យតែឃើញក៏អស់ចិត្តដែរព្រោះនឹកលោកតាខ្លាំងណាស់អញ្ចឹងកង់របស់គាត់ជិះហ្នឹងគឺជាកង់សេរីចាស់ដែលមានតួខ្ពស់អត់មានលីបអត់មានអីទេគឺធាក់ទៅតាមកម្លាំងហ្នឹងឯងហើយដោយសារតែគាត់នៅក្មេងហើយគាត់មិនខ្ពស់ផងនោះហើយកង់ហ្នឹងវាខ្ពស់អញ្ចឹងអារបៀបថានៅពេលដែលគាត់ចង់ជិះកង់ហ្នឹងគាត់ត្រូវអារបៀបដាក់ជើងមួយនៅកន្លែងជាន់ហើយធាក់ទៅមុខហើយហក់ឡើងអារបៀបអញ្ចឹងណាបងប្អូនប្រកាសជាធ្លាប់ឃើញហើយសភាពរបស់គាត់ជិះទៅហ្នឹងគឺអញ្ចឹងដូចគ្នានៅពេលដែលគាត់ជិះទៅដល់ជិតផ្ទះលោកតាគាត់ឃើញថាផ្ទះលោកតាគឺព័ទ្ធជុំវិញដោយចកាពោតសងខាងអញ្ចឹងហើយម្ដុំប្លុកផ្ទះលោកតាហ្នឹងគឺសុទ្ធតែព្រៃដោះញឹកតែម្ដងវេលាស្មើនេះគឺម៉ោង12ថ្ងៃត្រង់នៅពេលដែលគាត់ជិះទៅតម្រង់ទៅមុខប្រហែលទៅដល់ទិសដៅជិតអាកន្លែងគុំអាស័យហ្នឹងអ្វីដែលគាត់ឃើញគឺគុំឫស្សីនោះចាប់ផ្ដើមរង្គើដោយគ្មានមូលហេតុសភាពរង្គើហាក់ដូចជាមានខ្យល់បក់ដែលធ្វើឲ្យស្លឹកឫស្សីនឹងធ្លាក់ចុះក្រោមអញ្ចឹងទាំងគាត់សម្លឹងមើលបរិយាកាសនៅជុំវិញហ្នឹងគឺមិនមានខ្យល់ទាល់តែសោះម៉ោង12ថ្ងៃត្រង់ថ្ងៃរះចំក្តៅក្បាលក្តៅចង់រយះអត់មានខ្យល់បក់សូម្បីតែបន្តិចហេតុអ្វីបានគុំឫស្សីនឹងរង្គើដោយសារតែគាត់នៅក្មេងហើយគាត់ក៏ចាំដែរថាកន្លែងនេះគឺជាកន្លែងដែលលោកតារបស់គាត់ចិញ្ចឹមបរិវារគាត់ចាំបែបហ្នឹងគាត់ភ័យខ្លាំងពេកគាត់ចាប់ផ្ដើមហក់ចុះពីកង់ហើយចាប់ផ្ដើមទាញកង់ត្រឡប់ថយក្រោយមិនមានការធ្វើដំណើរទៅមុខមិនមានការអឺតមើលឲ្យច្បាស់ថាតើមានរឿងអ្វីកើតឡើងនៅក្នុងគុំស័យហ្នឹងទេគាត់ប្រាប់ថាដោយសារតែគាត់ភ័យខ្លាំងពេកគាត់ធាក់ហើយវាធាក់លបូតជើងធ្លាក់បុកជាមួយនឹងកលៀនរបស់គាត់ដែលចុកអ៊ូលហើយគាត់ឈឺខ្លាំងមែនទែនតែប្រឹងធាក់ទៅមុខឲ្យរួចធ្វើម៉េចឲ្យផុតកន្លែងហ្នឹងតម្រង់ទៅកន្លែងហូបចុកឬក៏កន្លែងភ្នោដែលពួកគាត់ត្រូវសែននឹងវិញក្រោយនោះ2-3ឆ្នាំអ្នកភូមិក៏តាក់ទងមកក្រុមគ្រួសាររបស់គាត់ស្នើសុំរើផ្ទះរបស់លោកតាចេញអ្នកផ្ទះរបស់គាត់ក៏បានសួរដែរថាហេតុអីបានចង់រើផ្ទះលោកតាខ្ញុំចេញអ្នកភូមិបានឆ្លើយថាបើមិនរើចេញគឺមិនបានទេបងអើយពួកអីមិនមានអ្នកណាម្នាក់នៅក្នុងភូមិហ៊ានដើរកាត់ផ្លូវហ្នឹងទេគ្រប់ពេលដែលម្នាក់ដើរកាត់គឺម្នាក់តែងតែឃើញមនុស្សនៅក្នុងផ្ទះជានិច្ចទាំងដែលផ្ទះនឹងអ្នកណាក៏ដឹងដែរថាទុកចោលមិនមានមនុស្សទាល់តែសោះបើនិយាយពីគុំឫស្សីវិញគុំឫស្សីគឺអញ្ជើញព្រះសង្ឃសូត្រមន្តសូត្រហើយសូត្រទៀតសូត្រហើយសូត្រទៀតគឺសូត្រខ្លាំងមែនទែនប៉ុន្តែមិនបាត់ទាល់តែសោះនៅតែមានការលងបន្លាចនៅតែមានឈុតឆាកមកបន្លាចអ្នកភូមិក្នុងភូមិនឹងដែលគេទ្រាំលែងបានណាត្រូវតែឈូសឆាយកាប់ចេញចាប់ពីពេលនោះមករឿងហេតុទាំងអស់ក៏បានស្ងាត់ជ្រាបទៅតែបើសិនជាបកទៅចំណុចដែលគុំអាស័យរបស់គាត់នឹងគ្រាន់តែអង្គើសោះហេតុអីបានភ័យមកម៉េះបើសិនជាបងប្អូនមានអារម្មណ៍បែបណាដែរតើភ័យឬមិនភ័យបើសិនជាបងប្អូននិយាយថាព្រមមើលអឺតមើលច្បាស់ខែងលោនៅក្នុងគុំអាស័យនឹងមានសត្វអីរៀងធំអញ្ចឹងណានៅក្នុងព្រៃអញ្ចឹងវាអាចមានពង្រូលអាចមានពស់អាចមានអីអញ្ចឹងទៅដែលមានសភាពធំដែលវាទៅអង្គើកុំឲ្យតែចាត់រឿងអីក៏រឿងខ្មោចអាហ្នឹងក៏មិនខុសដែរវាជាជំហររបស់បងប្អូនប៉ុន្តែសម្រាប់គាត់វិញគាត់សន្មត់ថានេះគឺជាព្រលឹងវិញ្ញាណមូលហេតុដោយសារតែគាត់ធំដឹងក្តីជាមួយនឹងលោកតាគាត់ជួបរឿងរ៉ាវច្រើនមែនទែនហើយលោកតាតែងតែផ្ដាំសកម្មភាពរបស់លោកតាគឺគាត់ជាសក្ខីភាពផោះតាងដែលបញ្ជាក់ប្រាប់ថាគុំឫស្សីនេះគឺពិតជាវិញ្ញាណមែនមានរឿងហេតុមួយដែលនៅពេលដែលគាត់នៅជាមួយលោកតាហ្នឹងណាគាត់ក៏បានជួបប្រទះដែរគាត់ថាអញ្ចេះនៅមានយប់មួយស្រាប់តែមានចៅមួយអ្នកយប់ឡើងយប់ជ្រៅស្រាប់តែមានចៅចូលនៅក្នុងដីរបស់លោកតាបំរុងចូលរោងគោហើយអូសគោចេញពីផ្ទះដើម្បីលួចមួយយប់ហ្នឹងគឺឮកណ្ដឹងក្រឹង
ក្រឹងពាត់នៅជុំវិញផ្ទះនឹងឯងរហូតដល់លោកតាហើយនឹងគាត់នេះជាម្ចាស់សាច់រឿងនេះភ្ញាក់ដឹងខ្លួនស្ទុះចេញទៅមើលឃើញចៅមួយហ្នឹងដើរកលឹងជុំវិញផ្ទះអូសគោហ្នឹងគាត់ក៏សួរលោកតាថាលោកតាហើយណាគេហ្នឹងអូសគោយើងដើរពាត់ជុំវិញផ្ទះហ្នឹងលោកតាក៏ប្រាប់ថាចៅគាត់ក៏ឆ្ងល់ថាលោកតាហើយបើសិនជាចៅមិនក៏មិនរត់ចេញទៅមិនក៏អូសនៅជុំវិញផ្ទះរហូតដល់យើងភ្ញាក់អញ្ចឹងលោកតាបើគាត់ប្រាប់ថាហើយចៅឯងអត់ឃើញទេនោះឲ្យអូសទៅផ្លូវណាបើសិនមរិញគង់វាលនោះពងអង្គុយលើកឲ្យបិទភ្នែកវាអញ្ចឹងហើយវាគិតថាវាដើរចេញផុតពីដីរបស់យើងប៉ុន្តែធៀបពិតទៅវាកលឹងតែជុំវិញផ្ទះហ្នឹងអញ្ចឹងនេះក៏ជារឿងហេតុមួយដែលគាត់បានជួបប្រទះជាមួយនឹងរឿងហេតុជាច្រើនទៀតដែលគាត់មិនទាន់បានចែករំលែកស្ថិតនៅក្នុងវ័យមួយដែលស្ថិតនៅជាមួយនឹងលោកតារបស់គាត់អញ្ចឹងក្នុងករណីនេះហើយដែលវាបានដកជាប់នៅក្នុងអារម្មណ៍របស់គាត់ដែលបញ្ជាក់ប្រាប់ថានៅគុំឫស្សីមួយនេះគឺមានចិញ្ចឹមបរិវារជាខ្មោចជាព្រាយចម្រិញគង្វាលរបស់លោកតារបស់គាត់ដូច្នេះហើយត្រឹមតែរង្គើក៏គាត់រត់តែម្ដងនេះគឺជាសាច់រឿងទី1របស់គាត់ឥឡូវនេះយើងចូលដល់សាច់រឿងទី2របស់គាត់ដែលបានកើតឡើងនៅក្នុងឆ្នាំ2022នៅក្នុងទីតាំងផ្ទះមួយកន្លែងក្នុងទឹកដីសៀមរាបជាផ្ទះទុកចោលហើយក៏ជាផ្ទះរបស់មីងរបស់គាត់ដែរផ្ទះមួយនេះអ្នកមីងរបស់គាត់បានទិញនៅក្នុងបុរីមួយដែលស្ថិតនៅក្នុងផ្លូវវាងក្រុងហើយអ្នកមីងរបស់គាត់តែងតែទៅលេងម្ដងម្កាលហើយក្រៅអំពីនេះផ្ទះមួយនេះគឺចាក់សោរហូតថ្ងៃមួយគាត់និងមិត្តភ័ក្តិរបស់គាត់ក៏សម្រេចចិត្តទៅលេងខេត្តសៀមរាបជុំគ្នាហើយគាត់គិតថាមិនបាច់ទៅជួលហូតែលអីទេទៅគេងផ្ទះមីងរបស់គាត់តែម្ដងទៅណាមួយទៀតផ្ទះហ្នឹងក៏មីងគាត់អត់ដល់សូវដើរទៅដែរបានទៅមើលថែមើលអើតមើលផ្ទះឲ្យមីងគាត់ផងហើយយើងមានកន្លែងស្នាក់នៅ free ផងពួកគាត់បានចេញដំណើរពីក្រុងប៉ោយប៉ែតមកដល់ក្រុងសៀមរាបដើរលេងមួយថ្ងៃរហូតដល់ម៉ោង 7 យប់ទើបពួកគាត់នាំគ្នាទៅសម្រាកនៅក្នុងផ្ទះមីងហ្នឹងនៅពេលដែលចូលដល់ភ្លាមពួកគាត់អត់មានបានគួរទ្វារអត់មានបានប្រាប់ជំនាញអត់មានបានប្រាប់ស្អីទាំងអស់តែម្ដងហេតុតែចង់បត់ជើងតូចខ្លាំងពេកគ្រាន់តែចាក់សោស្ទុះចូលទៅបន្ទប់ទឹកក្រោមជណ្ដាលតែម្ដងម្ចាស់សាច់រឿងកំពុងតែរំដោះទុកសัตว์ធ្វើកិច្ចការរបស់គាត់កំពុងតែបាញ់ឈូអញ្ចឹងទៅស្រាប់តែឮសំឡេងមួយនៅពីក្រោយខ្នងរបស់គាត់ជាត្រចៀករបស់គាត់តែម្ដងគឺសំឡេងក្រហមតិចជាសំឡេងរបៀបថាគាត់ឮសំឡេងមួយហ្នឹងគាត់ខំងាកមើលពីក្រោយឆ្វេងផងស្ដាំផងណាអត់មានឃើញអីទេអត់មានឃើញមនុស្សអត់មានអ្នកណាចូលពីក្រោយគាត់ត្រង់ចំណុចនេះគាត់ក៏អត់ទាន់ភ័យប្រមាណដែរគាត់ឈរបន្ទោបងធម្មតាបានតែបន្តិចមិនទាន់តាំងម៉ូតូបងហើយផងស្រាប់តែឮសារជាថ្មីម្ដងទៀតលើកទី2នេះដែលធ្វើឲ្យគាត់ចាប់ផ្ដើមរៀងភ័យហើយចាប់ផ្ដើមរៀងស្លន់តិចហើយគាត់បន្ទោបងរួចហើយគាត់ស្ទុះចេញមកក្រៅនៅពេលដែលគាត់ដើរចេញមកក្រៅនេះស្រាប់តែឮសំឡេងដើរពីក្រោយខ្នងរបស់គាត់បន្ទាប់មកឮសំឡេងមួយដែលស្រែកដាក់ទៅជាគាត់ខ្លាំងមែនទែនជាសំឡេងមួយនេះចេញភ្លាមជាសំឡេងមួយនឹងមួយម៉ាត់យ៉ាងខ្លីសំឡេងមនុស្សប្រុសចាស់ទាំងនៅពីក្រោយខ្នងរបស់គាត់មិនមានអ្នកណាទាំងអស់មានត្រឹមតែកញ្ចក់ទ្វារបន្ទប់ទឹកតែប៉ុណ្ណោះគាត់ភ័យខ្លាំងមែនទែនតែគាត់ព្យាយាមទប់អារម្មណ៍គាត់ធ្វើធម្មតាមិននិយាយអ្វីទាំងអស់មិនបន្លាញមិត្តភ័ក្តិរបស់គាត់កុំឲ្យមិត្តភ័ក្តិរបស់គាត់ភ័យថាផ្ទះនឹងមានខ្មោចផ្ទះនឹងមានអីទាំងដឹងខ្លួនក្នុងចិត្តច្បាស់មែនទែនថាក្នុងផ្ទះនេះមានអ្វីមិនធម្មតាពួកគាត់បានរៀបចំមួយទឹករៀបចំខ្លួនអីហើយសម្អាតខ្លួនឲ្យហើយពួកគាត់តម្រង់ទៅលេង Pub Street ហូបចុកបន្តិចបន្តួចរហូតដល់ម៉ោងប្រហែលជា2យប់ទើបបានពួកគាត់ជិះចេញពី Pub Street តម្រង់មកផ្ទះវិញពួកគាត់រៀបចំមួយទឹកចូលគេងតែបន្តិចស្រាប់តែមានរឿងមួយកើតឡើងចំពោះគាត់គេងនៅក្នុងភួយក៏លំត្រឹមកកំពុងតែគេងស្រាប់តែមានអ្វីមួយទាញភួយរបស់គាត់ចេញបងប្អូនអាចសម័យបានទេបងប្អូនយើងកំពុងតែគេងនៅដល់ភួយប៉ុន្តែមានកម្លាំងមួយដែលកធាក់ភួយយើងចេញអារបូតនៅសល់តែពាក់កណ្ដាលខ្លួនគាត់ឃើញអញ្ចឹងគាត់ចាប់ផ្ដើមអត់ស្រួលហើយគាត់សម្រួលអារម្មណ៍គាត់ទាញភួយមកគ្របគាត់ម្ដងទៀតកំពុងតែសង្ងំនេះអាភួយហ្នឹងវាចាប់ផ្ដើមទាញទៅក្រោមម្ដងទៀតអ្នកណាអ្នកទាញគាត់ស្ទុះងើបមកមើលមកមិត្តភ័ក្តិរបស់គាត់ម្នាក់គេងអស់ហើយអត់មានអ្នកណាសំបីតែម្នាក់ងើបអង្គុយហើយគេងគឺគេងតម្រៀបគ្នាបើសិនជាគេងចុងជើងអីអញ្ចឹងទៅគឺយើងអាចចោទថាមិត្តភ័ក្តិលេងអីអញ្ចឹងណាប៉ុន្តែទោះលេងប៉ុណ្ណាក៏ដោយក៏ត្រូវតែមានសំឡេងដែរតែនេះគឺស្ងាត់ជ្រាបជារាត្រីមួយដ៏ស្ងាត់ហើយម្នាក់ពិសាគ្រឿងសង្វឹងខ្លះផងរឿងអីដែលពួកគាត់នៅមានកម្លាំងលេងអញ្ចឹងសកម្មភាពទាំងអស់ត្រូវតែយឺត slow motion ហើយតែនេះអត់ទេ
គឺទាញកត្រាក់ទាំងស្ងាត់ជ្រាបគឺដូចក្នុងរឿងពេកណាបងប្អូនម្ដងជាពីរដងម្ដងជាពីរដងរហូតដល់គាត់ចាប់ផ្ដើមទាញចុងក្រោយលួចបើកភ្នែកមើលតិចស្រាប់តែគាត់ឃើញមនុស្សប្រុសចំណាស់ប្រហែលអាយុ40ទៅ50អីហ្នឹងខ្ទង់ប៉ុណ្ណឹងមុខឡើងខៀវតែម្ដងពាក់ខោអាវចាស់ដាច់លហែករបៀបដូចទាសកលឬក៏គួរតែប្រៀបធៀបថាចេះបងប្អូនសាសម័យបងប្អូនជាពលរដ្ឋដែលស្ថិតនៅក្នុងរបបបល្ល័យពូជសាសន៍ខ្មែរក្រហមឧទាហរណ៍ណាថាស្លៀកអាវខ្មៅឃើញថាកៅអៅរបស់គាត់ដាច់អាយាយលហែករបៀបអ្នកសុំទានអីចឹងណាក្នុងរូបភាពបែបហ្នឹងគាត់ឃើញអញ្ចឹងកៅអៅចាស់មុខឡើងខៀវតែម្ដងកំពុងតែឈរសម្លឹងមើលគាត់ឃើញបែបហ្នឹងគាត់ប្រឹងបិទភ្នែកទាញភួយមកដម្ដងទៀតមួយចង្វាក់ទាញភួយហ្នឹងខ្មោចតាចាស់ម្នាក់ហ្នឹងបានស្រែកថាចេញអញឲ្យចេញភ្លាមស្រែកគំហុកដាក់គាត់ខ្លាំងមែនទែនគាត់មិនដឹងធ្វើម៉េចណាខណៈពេលនេះគឺម៉ោង2ម៉ោង3យប់ហើយគាត់ទទួលបានសម្រែកមួយហ្នឹងតើឲ្យគាត់ធ្វើយ៉ាងម៉េចគាត់ក៏ស្រែកទៅវិញថាចេះផ្ទះហ្នឹងផ្ទះមីងអញឲ្យអញទៅណាហើយអត់មានមើលថាម៉ោងហ្នឹងម៉ោងប្រហែលទេម៉ោង2ម៉ោង3ហើយចេញទៅណាមិនដឹងថាការស្រែកហ្នឹងជាស្រែកក្នុងសេចក្តីក្លាហានឬក៏ដោយសារតែគាត់ស្វឹងទៅមិនមានសេចក្តីក្លាហានមួយហ្នឹងមើលទៅសភាពបើមើលពីក្រៅបើសិនជាអ្នកទេសនាមើលពីក្រៅដូចជាគាត់ស្រែកតែម្នាក់ឯងអញ្ចឹងសកម្មភាពទាំងអស់ការសន្ទនាទាំងអស់គួរតែចប់ត្រឹមតែប៉ុណ្្នឹងឯងត្រូវឯងបងប្អូនតែទាស់ត្រង់ចម្លែកសំឡេងមួយបានឆ្លើយតបទៅគាត់វិញត្រឹមមកស្រែកប្រាប់ថាម៉ោងស្មើនឹងហើយឲ្យពួកគាត់ចេញទៅណានេះមានសំឡេងមួយឆ្លើយតបជាមួយវិញថាបើដេកក៏ដេកទៅតែធ្វើបន់ឲ្យអញផងមួយម៉ាត់ហ្នឹងបងប្អូនគឺជាម៉ាត់ដែលគាត់ស្វាងស្រាគាត់ក៏សង្ងំគេងរហូតដល់លក់រហូតដល់ថ្ងៃស្អែកឡើងពួកគាត់ក៏ដើរលេងមួយថ្ងៃទៀតយប់ឡើងក៏បន្តមកគេងនៅក្នុងផ្ទះហ្នឹងអត់មានរឿងអ្វីកើតឡើងទាំងអស់ហាក់ដូចជាការចរចាយប់មិញបានផលគាត់គេងលក់ធម្មតារហូតដល់ថ្ងៃទី3ព្រឹកឡើងពួកគាត់ក៏រៀបចំញ៉ាំអីហើយដើរលេងរហូតដល់រសៀលពួកគាត់ក៏ចេញដំណើរមកខេត្តរបស់ពួកគាត់វិញម្ចាស់សាច់រឿងក៏មិនបានគិតរឿងរ៉ាវមិនបានចាំនៅក្នុងចិត្តណាថាតើរឿងរ៉ាវដែលគាត់ជួបប្រទេសការចរចាការសន្ទនាការសន្មត់ការសន្យាទាំងប្រមាណហ្នឹងគឺគាត់មិនបានចាំអ្វីទាំងអស់មកដល់ផ្ទះវិញគាត់ក៏គេងគាត់ក៏ប្រកបការងារធម្មតាមិនឡងបានប្រហែលជា 5-6 ថ្ងៃមានថ្ងៃមួយរឿងចម្លែកក៏បានកើតឡើងថ្ងៃនោះគាត់គេងថ្ងៃនៅក្នុងផ្ទះកន្លែងដែលគាត់គេងគឺនៅខាងក្រោមផ្ទះរបៀបសាឡុងអីចឹងណាបងប្អូនទ្វារពីមុខផ្ទះជាទ្វារធំរបស់គាត់គឺមានកញ្ចក់ទ្វារកញ្ចក់របៀបផ្ទះល្វែងខ្លោងទ្វាររបស់យើងគឺកញ្ចក់តជាមួយនឹងស៊ុមដែកត្រូវទេបងប្អូនតែផ្ទះរបស់គាត់គឺបិទវាំងននចិត្តគាត់កំពុងតែគេងសុកស្រាប់តែឮក្មេងរត់លេងមិនច្រើនមែនតើនៅមុខផ្ទះឈូឆោសើចសបាយហើយគោះទ្វារកញ្ចក់គាត់រត់គោះទៀតគោះម្ដងជាពីរដងពោះប៉ុកហើយរត់ទៀតសើចសបាយគឺមានសភាពបែបហ្នឹងគាត់ព្យាយាមមើលតាមចន្លោះប្រហោងដែលវាំងននបិទអត់ចិនសាឡឹងមើលទៅខាងក្រៅអត់មានឃើញមនុស្សទេគាត់ក៏សង្ងំគេងតែនៅតែឮសំឡេងក្មេងរត់ចុះរត់ឡើងទៀតមិនអស់ចិត្តខ្លាចខៃឡូមានក្មេងៗណាមកលេងនៅមុខផ្ទះហើយគោះលេងអីចឹងណាគាត់ក៏ក្រោកឡើងដើរតម្រង់ទៅកន្លែងវាំងននដើម្បីលួចបើកវាំងននមើលតិចចង់ដឹងលបមើលថាមានក្មេងណាក៏ល្មោះដៃមកម៉េះនៅពេលដែលគាត់បើកវាំងននតិចនេះអ្វីដែលគាត់ឃើញគឺគាត់ឃើញស្រស់តែម្ដងគាត់ឃើញខ្មោចតាចាស់មួយនឹងដែលនៅខេត្តសៀមរាបហ្នឹងឈរនៅក្នុងបរិវេណមុខផ្ទះរបស់គាត់តែម្ដងគ្រាន់តែចូលអត់កើតទិដ្ឋភាពដែលគាត់ឃើញមុខដងនេះមិនមែនខៀវទេតែមុខខ្មៅឡើងក្រឹបដូចឲ្យរបៀបថាឆេះភ្លើងខ្លោចស្លៀកពាក់កៅអៅដាច់រយេរយាយសភាពទាំងមូលគឺដូចសាកសពដែលត្រូវភ្លើងឆេះតែលើកនេះមិនមែនមានតែតាចាស់ម្នាក់ហ្នឹងទេណាតែមានប្រហែលជា30ទៅ40វិញ្ញាណមកតាមលោកតាហ្នឹងគឺច្រើនខ្លាំងមែនទែនកៅអៅដូចជនអនាថាអញ្ចឹងមានទាំងក្មេងមានទាំងចាស់លើកដៃចង្អុលមកគាត់ហើយស្រែកមកថាហែងសន្យាធ្វើបន់ឲ្យអញចុះមិនក៏អត់ឃើញគាត់ឃើញបានត្រឹមតែប៉ុណ្្នឹងគាត់ភ័យស្លុតគាត់អត់ដឹងធ្វើម៉េចមិនបានឆ្លើយតបអ្វីទាំងអស់គឺទាញវាំងននបិទហើយគាត់ព្យាយាមបិទភ្នែកវិញឲ្យលឿនបំផុតបេះដូងរបស់គាត់លោតចង់ផ្ទុះចេញខាងក្រៅហើយគាត់ព្យាយាមសង្ងំហើយនិយាយក្នុងចិត្តហ្នឹងចេះខ្ញុំខ្លាចអើយចាំថ្ងៃស្អែកចាំខ្ញុំធ្វើបន់ឲ្យនៅវត្តនិយាយបានត្រឹមតែប៉ុណ្្នឹងគាត់បើកភ្នែកសម្លឹងមើលវិញខ្មោចតាចាស់នឹងជាមួយនឹងខ្មោច30-40ជាងខ្មោចទៀតនោះបាត់អស់រលីងពេលវេលានេះគឺម៉ោង 12:01 បើសិនជាថាស្រវាំងភ្នែកក៏អត់បានដែរព្រោះថ្ងៃជះខ្លាំងមែនទែន
ទស្សនវិជ្ជានេះគឺជាទស្សនវិជ្ជាដ៏ច្បាស់បំផុតនៅក្នុងជីវិតរបស់គាត់គាត់បានយករឿងរ៉ាវទាំងអស់ប្រាប់ទៅម្ដាយរបស់គាត់ហើយនៅក្នុងថ្ងៃស្អែកឡើងគាត់ក៏ទិញយីគូគាត់ទិញនៅគ្រឿងដង្វាយគាត់នៅទិញនៅគ្រឿងឧបភោគបរិភោគគាត់បានធ្វើម្ហូបហើយទៅធ្វើបុណ្យនៅ7វត្តតជាប់គ្នារហូតចំនួន7វត្តចាប់ពីពេលនោះមកគាត់ក៏លែងឃើញអ្វីទៀតបានមួយរយៈគាត់គិតថារឿងរ៉ាវទាំងអស់ជួបតែគាត់តែម្នាក់ឯងទេគាត់បានយករឿងរ៉ាវនេះទៅជជែកវែកញែកជាមួយនឹងមិត្តភ័ក្តិរបស់គាត់មិត្តភ័ក្តិរបស់គាត់ប្រាប់ថាកាលទៅគេងនៅខេត្តសៀមរាបនឹងមិនមែនមានតែម្ចាស់សាច់រឿងទេដែលឃើញមិនអ្នកណាក៏ឃើញដែរខ្មោចលងស្ទើរតែគ្រប់គ្នាកំពុងតែគេងនេះម្នាក់ចាប់ដើមអ្នកខ្លះលឺសំឡេងដើរអ្នកខ្លះលឺសំឡេងសើចអាទូតកកហ្នឹងវាបើកខ្លួនឯងដល់ពេលស្រឡឹងមើលមកឃើញទ្វារទូតកកហ្នឹងវាបើកហើយបិទវិញអារបៀបអញ្ចឹងអ្នកខ្លះថាគ្រាន់តែលឺសលេងហើយបើកភ្នែកព្រឹមឃើញមនុស្សប្រុសខ្មៅដូចភ្លើងឆេះចឹងអោនមកមើលមុខគេវិញអារបៀបថាបើកឃើញព្រឹមមានម្នាក់ឈរពីលើក្បាលយើងអោនមកមើលយើងអោនមើលក្បាលប្រជ្រះគ្នាបងប្អូនហើយមកគៀកមុខតែម្ដងភ័យខ្លាំងពេកម្នាក់ក៏កលុំភួយក្រោបហើយព្យាយាមសូនអ្នកម៉ូតសាអីចឹងទៅហើយព្យាយាមគេងទៅវិញមិនហ៊ានប្រាប់ណាគេអត់មានណាគេចែកចម្លែករហូតដល់ម្ចាស់សាច់រឿងនឹងយកអ្វីដែលខ្លួនឯងជួបប្រទះហ្នឹងទៅជជែកវែកញែកជាមួយមិត្តភ័ក្តិទើបបានគេចែករំលែកថាម្នាក់ជួបសុទ្ធតែដូចគ្នានេះគឺជារឿងរ៉ាវរបស់គាត់ជារឿងរ៉ាវទី2យ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់រឿងរ៉ាវនៅក្នុងថ្ងៃនេះតើបងប្អូនរៀនបានអ្វីខ្លះតើដែលបើសួរថាតើលោកតានោះជាអ្នកណាអ្វីដែលខ្ញុំអាចសន្មតឬក៏សន្និដ្ឋានថាទឹកដីបូរីមួយនោះអាចមានរឿងរ៉ាវហេតុណាមួយតាំងពីចំណុំចំណោណាដែលយើងមិនដឹងបានកើតហេតុដែលចងព្រលឹងមួយនឹងឬក៏ទឹកដីបូរីនោះមិនមានបញ្ហាអ្វីទេតែដោយសារតែផ្ទះទុកចោលទោះមានជំនាញផ្ទះយ៉ាងណាក៏ដោយអញ្ចឹងហើយទៅបន្ថានៅពេលដែលបងប្អូនមានជំនាញផ្ទះបងប្អូនដើរចោលផ្ទះ 3-4 ខែកន្លះឆ្នាំ1ឆ្នាំ5ឆ្នាំអត់ព្រមមកអឺតផ្ទះសោះហើយក៏មិនបានអុជធូបដែរបើសិនជាយើងឈរនៅលើចំហជំនាញផ្ទះវិញណាថាតើនៅនឹងធ្វើអីទៀតគួរតែនិយាយអញ្ចឹងបើសិនជាអត់នៅនឹងផ្ទះមួយនឹងជាសម្បកផ្ទះទៅទេមិនមានអ្នកថែរក្សាតើអ្នកណាអ្នកចូលនៅលោកតាប្រហែលជាមេបករបស់អមនុស្សនឹងហើយដែលគាត់អាចមានឫទ្ធិអំណាចចាស់ខែចាស់ភាសាអញ្ចឹងទៅគាត់អាចមានឫទ្ធិអំណាចក្នុងការទាញឬក៏កែនកូនបរិវារទាំងឡាយមកតាមគាត់បានរឿងទី1ដោយសារតែបងប្រុសគាត់បានសន្យាជាមួយគេហើយតែមិនបានធ្វើអញ្ចឹងហើយទៅបានពួកគាត់មកលេងជាមួយបងប្រុសអញ្ចឹងបើសិនជាបកមកមើលវិញតើខ្មោចនឹងអាក្រក់ឬមិនអាក្រក់សម្រាប់ខ្ញុំគិតថាខ្មោចរបស់តាចាស់នឹងជាមួយនឹងខ្មោច30-40នាក់នឹងចង់រួចផុតឋានៈជាខ្មោចចង់ទៅចាប់ជាតិចង់ទៅយងជាតិកំណើតថ្មីប៉ុន្តែដោយសារមិនមានសាច់ញាតិណានឹកនាដល់ឬក៏គ្មានសាច់ញាតិនៅរស់បន្តសម្រាប់ធ្វើបុណ្យមិនមានជំរើសដូច្នេះហើយទើបបានពឹងពោទៅបងប្រុសឲ្យគាត់គេងសុខតែជាការដួលដោះស្នើសុំឲ្យជួយធ្វើបុណ្យឲ្យគាត់ផងបើសិនជាគេចង់លងបន្លាចបើសិនជាគេចង់ធ្វើបាបមិនបាច់ធ្វើបុណ្យឲ្យគេអត់ទទួលបុណ្យឯងគឺលងមកអស់សាច់តែម្ដងតែនេះហាក់ដូចជាសញ្ញាមួយដែលប្រាប់ថាខ្ញុំចង់រត់គេចផុតតែក្នុងន័យមួយដែលថាមិនដឹងធ្វើមិនទេអញ្ចឹងជួយខ្ញុំផងជួយធ្វើបុណ្យឲ្យខ្ញុំផងរាប់ថាជាការលងបន្លាចខ្នាតតូចហើយតែបើសិនជានៅក្នុងស្ថានភាពរបស់គាត់ក៏វាអាចខ្នាតធំដែរតែបើសិនជាបទពិសោធន៍ដែលខ្ញុំអានសាច់រឿងជាច្រើនស្វែងយល់ជាច្រើនខ្ញុំគិតថាការលងបន្លាចនេះគឺជាការលងបន្លាចខ្នាតតូចសម្រាប់បងប្អូនទាំងអស់គ្នាក៏អាចយករឿងនេះជាចំណេះដឹងបើសន្យាជាមួយគេហើយផ្លូវមនុស្សបងប្អូនអាចភ្លេចបានតែផ្លូវអមនុស្សហាមភ្លេចឲ្យសោះសន្យាថាធ្វើអីត្រូវតែធ្វើរឿងហ្នឹងបើសិនជាបងប្អូនសួរថាចុះបើខ្ញុំដើរចោលផ្ទះឧបមាខ្ញុំទៅលេងស្រុកក្រៅ3ខែកន្លះឆ្នាំអីចឹងទៅតើគិតមិនវិធីដែលល្អគឺបងប្អូនអុជធូបទៅប្រាប់ជំនាញផ្ទះរបស់បងប្អូនដូនតារបស់បងប្អូនត្រង់ចំណុចជំនាញផ្ទះក៏ប្រាប់ថាលោកតាលោកយាយជំនាញផ្ទះអើយអ្នកជំនាញផ្ទះអើយកូនចៅណាត្រូវធ្វើដំណើរហើយអញ្ចឹងហើយកូនចៅមិនបានសែនព្រេនថ្ងៃបុណ្យថ្ងៃទៀនឬក៏សែនព្រេនថ្ងៃសិលអីទេត្រូវរំលងច្រើនណាស់ដូច្នេះហើយកុំប្រកែប្រកាន់សូមលោកតាលោកយាយជំនាញផ្ទះមេត្តាត្រួតពិនិត្យផ្ទះនេះពាត់សមាផ្ទះមួយនេះកុំឲ្យមានខ្មោចព្រាយបិសាចកុំឲ្យមានអមនុស្សណាមកបៀតបៀនបានមកចូលនៅបាននៅពេលដែលខ្ញុំអត់នៅឲ្យសោះខ្ញុំសូមពឹងពោរិទ្ធបារមីអ្នកម្រៀងផ្ទះឬក៏លោកតាលោកយាយជំនាញផ្ទះជាប្រធាននៅក្នុងផ្ទះនឹងជួយថែរក្សាផ្ទះនឹងផងសូមកុំភ្លេចណាបងប្អូនក្រោយពីបែបបន់ហើយសូមកុំភ្លេចរៀបចំស្លា5បារី5មនុស្ស5ដាក់នៅលើចានមួយដាក់តម្កល់នៅកន្លែងជំនាញផ្ទះ
នេះគឺជានិមិត្តសញ្ញាតំណាងប្រាប់ថាខ្ញុំដើរចេញពីផ្ទះហើយនេះគឺជាផ្នែកទូចមួយនៃខណ្ឌ5ព្រោះខណ្ឌ5ត្រូវមានគេហៅមានផ្កាឈូកអីទៀតប៉ុន្តែយើងដកផ្កាឈូកចេញអញ្ចឹងមានបេរី5ស្លា5លូ5ហើយកបោអីចឹងទៅអញ្ចឹងដាក់មួយចានហ្នឹងដាក់តម្កល់នៅជានាងផ្ទះអញ្ចឹងនេះគឺជាសញ្ញាដែលប្រាប់ជានាងផ្ទះថាខ្ញុំនឹងដើរទៅរយៈពេលយូរអញ្ចឹងជួយមើលថែរក្សាផ្ទះនេះផង